ស្ត្រីម្នាក់ពីការភ្នែករយៈពេល20ឆ្នាំហើយតែថ្ងៃនេះនាងភ្ញាក់ពីដំណែងពេលព្រឹកព្រលឹមហើយមានអារម្មណ៍ថាចង់បើកកន្សែងនៅលើភ្នែករបស់នាងភ្លាមនោះនាងបើកកន្សែងមកហើយស្រាប់តែភ្នែករបស់នាងមើលឃើញអ្វីជុំវិញខ្លួនទាំងអស់នាងឆ្ងល់ថានេះតើខ្ញុំយកសុបិនមែនទេប្រឡេកមកនាងបានឃើញបុរសម្នាក់កំពុងដេកលក់ស្រួលធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសនេះសង្ហាណាស់យកមិញគេម្នាក់នេះមែនទេតែរួមដំណេកជាមួយខ្ញុំគេបានធ្វើអ្វីមកលើខ្ញុំពិតជាខុសច្បាប់ខ្លាំងណាស់ភ្លាមនោះនាងមានអារម្មណ៍ថាឮសំឡេងមនុស្សនិយាយគ្នានៅខាងក្រៅបន្ទាប់មកនាងបានប្រញាប់ចុះពីលើគ្រែហើយដើរទៅមើលនាងបានចេញមកហើយឃើញថាបុរសនិងនារីពីរនាក់កំពុងតែពិភាក្សាគ្នារឿងនាងនិងកំឡោះម្នាក់នោះនៅពេលដែលនាងមានផ្ទៃពោះជាមួយកូនស្ដេចយើងអាចបានលុយពីគ្រួសាររបូរច្រើនខ្លាំងណាស់ចៅវាយច្បងរបស់ខ្ញុំបានដាក់ថ្នាំខ្ញុំឲ្យគេងជាមួយស្ដេចម្នាក់នេះហើយឲ្យខ្ញុំទៅរស់នៅជាមួយគ្រួសារស្ដេចហេតុអ្វីគម្រោងនេះស្ដាប់ទៅដូចជាក្នុងរឿងប្រឡំលោកម្ល៉េះនេះមិនមែនជាគម្រោងនៅក្នុងរឿងស្នេហានោះទេគាត់មិនអាចធ្វើជាតួឯកប្រុសក្នុងរឿងស្ដេចបានទេមិនមែនក្នុងរឿងទេខ្ញុំត្រូវតែចេញពីទីនេះអ្នកមិនមានបញ្ហាក្រពះទេអ្នកមានផ្ទៃពោះថាម៉េចទេខ្ញុំមិនអាចមានផ្ទៃពោះជាមួយស្ដេចបានទេស្ថានភាពខ្ញុំនៅពេលនេះគឺមានផ្ទៃពោះទៅហើយតើខ្ញុំត្រូវធ្វើយ៉ាងម៉េចលោកគ្រូពេទ្យតើខ្ញុំអាចយកកុមារនេះចេញបានទេអត់ទេលទ្ធផលតេស្តរបស់អ្នកស្ថានភាពបង្ហាញថារាងកាយរបស់អ្នកសោយពេកយើងមិនអាចយកកុមារចេញបានទេចាស់មិនអីទេអរគុណគ្រូពេទ្យតើរឿងនេះអាចកើតឡើងចំពោះខ្ញុំដោយរបៀបណាម៉េចក៏ខ្ញុំមានផ្ទៃពោះបែបនេះវាយូរពេកហើយហេតុអ្វីនាងមិនទាន់ចេញមកកុំបារម្ភយើងកំពុងយាមច្រកចូលចិនដាវយន្តហើយគាត់មិនអាចរត់គេចទៅណាបានទេបើខ្ញុំរត់ចេញពីទីនេះមិនកើតទេខ្ញុំជាលេខារបស់ពួកគេហើយក៏មានអនុស្សាវរីយ៍ច្រើនដែរប៉ុន្តែពួកគេចង់លក់ខ្ញុំឲ្យសេចទោះមានរឿងអ្វីក៏ដោយឯងគឺជាវីរៈនារីពីការភ្នែកគ្រាន់តែធ្វើពុតជាមើលមិនឃើញទៅឈប់សិនអ្នកកំពុងកាន់អ្វីឆាប់រកូលវាមកខ្ញុំឲ្យលឿនឯនាងពីការភ្នែកអ្នកមានផ្ទៃពោះហើយចង់លាក់វាពីខ្ញុំទៀតឆាប់តាមខ្ញុំទៅឲ្យលឿនដោះលែងខ្ញុំទៅថាម៉េចគ្រូសាយើងចិត្តមានចាស់ហើយមែនទេបាទលោកស្រីក្មេងស្រីដែលរួមភេទជាមួយមេក្មេងលើកមុនគឺនៅខាងក្រៅទ្វារផ្ទះឥឡូវនេះប៉ុន្តែគេថាថ្លៃបណ្ដាការ$1 លាន1 លានចុះបើខ្ញុំមិនឲ្យលុយគេ$1 លានទេខ្ញុំនឹងធ្វើឲ្យគេស្លាប់កុំញ៉ៃនោះហើយជាចៅនៃប្រទេសយើងនេះគឺលុយ50 លានឆាប់អញ្ជើញពួកគេឲ្យពិភាក្សាអំពីអាពាហ៍ពិពាហ៍ចៅស្រីចៅប្រុសទាំងពីររបស់យើងអ្នកត្រូវតែធ្វើការងារនេះឲ្យបានល្អបាទអ្នកស្រីចៅកំពុងធ្វើអ្វីខ្ញុំទៅហើយយាយប្តីតើអ្នកគិតថាគ្រូសាគេផ្ដល់លុយឲ្យយើងទេគ្រូសាបូលគឺជាគ្រូសាដែលមានជាងគេបំផុតនៅជាងហើយត្រឹមតែ$1 លានគ្រាន់តែជាកម្ទេចលុយសម្រាប់ពួកគេហើយជារឿងពិសេសមួយទៀតនាងពីការភ្នែកតូចនេះកំពុងមានផ្ទៃពោះជាចៅទូតនៅគ្រូសាបូលគេនឹងមិនឲ្យចៅតកូបូលលំបាកវេទនាឡើយបើខ្ញុំត្រូវគេបញ្ចូលទៅគ្រូសាបូលប្រកាសណាស់ខ្ញុំច្បាស់ជាស្លាប់រកពិធីដើម្បីរកគេចអំពីពិធីរៀបអាពាហ៍ពិពាហ៍ជាមួយស្ដេចនោះអូឈឺក្រពះឈឺខ្លាំងណាស់តើនាងកើតអ្វីនាងកំពុងឈឺពោះហើយប្តីឆាប់ទៅមើលនាងមានបញ្ហាអ្វីនឹងប្តីយ៉ាងម៉េចហើយកុំខ្វល់ពីបងកុំឲ្យនាងរត់ទៅណាឆ្ងាយឆាប់ដេញនាងទៅអូយឈឺពងណាស់អេនាងពីការភ្នែកអ្នកល្ងងពេកហើយកុំរត់ទៅណាអ្នកមិនចង់ខ្លាចជាចៅស្ដេចមែនទេរងចាំមួយផ្លេតតើនាងខ្វាក់នៅឯណារឿងទាំងអស់គឺដោយសារតែអ្នកសូម្បីតែមនុស្សខ្វាក់ក៏រត់ចាប់នាងមិនបានដែរឆាប់ប្រញាប់រកវាទៅប្រពន្ធគឺនាងនៅទីនោះគាត់ច្បាស់ជាទៅខាងនោះមនុស្សល្ងងពីរនាក់កំពុងរត់រកខ្ញុំសូមទោសផងអ្នកទាំងពីរនាងជាអ្នកណាហេតុអ្វីរត់គេចពីមនុស្សទាំងនោះប្រាប់ខ្ញុំភ្លាមខ្ញុំត្រូវបានមនុស្សទាំងពីរនាក់នោះលួចដាក់ថ្នាំខ្ញុំឲ្យរួមដំណេកជាមួយបុរសម្នាក់ហើយបញ្ចូលខ្ញុំទៅបន្ទប់ចម្លែកបន្ទាប់មកខ្ញុំមានផ្ទៃពោះខ្ញុំចង់រត់គេចពីគាត់ប៉ុន្តែត្រូវបានគេតាមទាន់គេចង់ឲ្យខ្ញុំទៅផ្ទះប្តីខ្ញុំលោកប្រឹងធ្វើអីបើខ្ញុំដឹងថាអ្នកមកស្និទ្ធស្នាលនឹងខ្ញុំបែបនេះព្រោះតែចង់បោកប្រាស់ខ្ញុំជីវិតអ្នកនឹងស្លាប់តោះទៅផ្ទះនារីខ្វាក់ហេតុអ្វីពូរបស់ខ្ញុំយកមនុស្សខ្វាក់មានផ្ទៃពោះមកនៅផ្ទះខ្ញុំខ្មាស់គេណាស់ក្មេងតូចម្នាក់នេះគឺជាក្មេងដែលតែងតែធ្វើបាបតួឯកស្រីដូចក្នុងរឿងអញ្ចឹងហេនាងមកទីនេះមកក្មេងនេះគឺដូចគ្នានៅក្នុងរឿងពិតមែននៅទីណាក្មេងប្រុសអូយកូនឲ្យជួយម៉ែផងកូនប្រុសមានរឿងអីតើអ្នករងរបួសខ្លាំងទេម៉ែគាត់វាយខ្ញុំនាងខ្វាក់មិនក៏ហ៊ានធ្វើបាបកូនខ្ញុំសុំទោសខ្ញុំពីការភ្នែកតើខ្ញុំមានប៉ះអ្វីមួយខូចខាតទេនាងអ្នកម្ដាយមើលនាងខ្វាក់នេះមើលនាងក្រអឺតក្រទុំណាស់តាំងពីនាងចូលក្នុងផ្ទះរបស់យើងមកអូខេ
ចៅស្រីនេះមានផ្ទៃពោះជាមួយសាច់ឈាមគ្រួសារយើងអ្នកទាំងអស់គ្នាមិនអាចធ្វើអីដាក់លើគាត់បានឡើយប៉ុន្តែអ្នកខ្ញុំគួរតែអប់រំចៅប្រុសវាសនានេះឲ្យបានល្អបន្តិចបន្តួចធ្វើដូចជាឈឺខ្លាំងណាស់ខ្ញុំមិនបានកាន់ជើងអ្នកណាទេតោះកូនប្រុសចៅស្រីល្អចាប់ពីពេលនេះទៅអ្នកជាសមាជិកគ្រួសាររបស់យាយបើសិនអ្នកណាហ៊ានធ្វើបាបអ្នកនៅថ្ងៃណាមួយគ្រាន់តែប្រាប់យាយលោកយាយជាអ្នកដោះស្រាយអរគុណលោកយាយខ្ញុំមានអ្វីដែលត្រូវធ្វើឥឡូវនេះខ្ញុំសូមនាំនាងទៅហើយខាងស្ដាំដៃនេះគឺអ្វីអ្នកភ្លេចហើយមែនទេអ្នកគឺជាស្ត្រីពិការភ្នែកម្នាក់អ្នកស្រីលូនេះគឺជាសៀវភៅណែនាំមុនពេលរៀបការរបស់អ្នកមួយទៀតគឺជាកិច្ចព្រមព្រៀងឯកជនរបស់អ្នកតារាបណាកូននេះកើតមកអ្នកត្រូវតែរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គគុំចាស់ជាការពិតណាស់អ្នកអាចសុំអ្វីក៏បានខ្ញុំអាចសម្រាលកូនបានប៉ុន្តែខ្ញុំមិនរៀបការជាមួយអ្នកទេខ្ញុំមិនចង់រស់នៅផ្ទះមួយនេះទេ10ខែក្រោយមកអ្នកអាចបញ្ជូនអ្នកណាម្នាក់ទៅយកកូនបានអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចរចាជាមួយខ្ញុំទេអ្នកខ្ញុំនឹងមិនសម្រាលកូនទេតើអ្នកកំពុងគំរាមកំហែងខ្ញុំមែនទេអ្នកពិតជាមិនចង់រស់នៅជាមួយខ្ញុំមែនទេយកកូនចេញឥឡូវនេះខ្ញុំផ្ដល់ឲ្យអ្នកនូវសេរីភាពមនុស្សឈួតនេះពិតជាអាចធ្វើបានហើយបំភ្លេចរឿងទាំងអស់ដែលបានកើតឡើងមិនត្រូវប្រាប់រឿងនេះទៅអ្នកណាជាដាច់ខាតការសង្គ្រោះជីវិតរបស់ខ្ញុំគឺសំខាន់ណាស់កុំធ្វើបាបខ្ញុំតាមខ្ញុំទៅខ្ញុំផ្ដល់ឲ្យអ្នកនៅអ្វីមួយនេះគាត់មិនត្រឹមតែឲ្យចិញ្ចៀនខ្ញុំមួយវងទេគាត់ថែមទាំងមិនសម្លាប់ខ្ញុំទៀតអូខេស្រឡាញ់បងទេចាស់ស្រឡាញ់មនុស្សឈួតអូព្រះអើយមិនចង់នៅជាមួយមនុស្សឈួតនេះទេតិចលើក្រែតែមួយតិចជាមួយស្ដេចឲ្យមិនសមទេខ្ញុំនឹងមិនឃើញព្រះអាទិត្យថ្ងៃស្អែកទេខ្ញុំគួររត់ចេញឲ្យបានឆាប់អ្នកចង់ទៅណាខ្ញុំខ្លាចរំខានការសម្រាករបស់អ្នកខ្ញុំនឹងទៅរកបន្ទប់ដេកខ្ញុំបានធ្វើឲ្យគាត់ខឹងហើយគាត់នឹងសម្លាប់ខ្ញុំភ្លេចថាខ្លួនជាប្រពន្ធខ្ញុំមែនទេវាជាកាតព្វកិច្ចដែលត្រូវតែបំពេញតួនាទីអ្នកកំពុងគិតអ្វីខ្ញុំគេងមិនលក់ទេធ្វើម៉េចបានគេងលក់គេងមិនលក់មែនទេអ្នកលេបថ្នាំមួយគេង2 3គ្រាប់បន្ទាប់មកអ្នកសម្រាកនៅទីនេះខ្ញុំនឹងទៅខាងក្រៅហើយអង្គុយនៅទីនេះខ្ញុំត្រូវបានគេឲ្យលុតជង្គង់លើដីខ្ញុំមានផ្ទៃពោះបែបនេះគេនៅតែចង់ធ្វើបាបនិយាយរឿងនិទានឲ្យខ្ញុំស្ដាប់ចាប់ផ្ដើមឥឡូវនេះពេលមួយមានសត្វជៀមតូចមួយផ្លាស់ប្ដូរក្នុងព្រៃមានជ្រូកតូច3នាក់ចង់សង់ផ្ទះបងជ្រូកសង់ផ្ទះអត់គាត់បានសង់ផ្ទះនោះចំណែកបងជ្រូកតូចវិញរឹតតែទុកចិត្តមិនបានលោកតានិងលោកយាយសូមកុំទុកខ្ញុំចោលព្រះអង្គគុំចាស់តើមានរឿងអីស្ត្រីចំណាស់ចង់ឲ្យអ្នកនិងស្ត្រីវ័យក្មេងទៅញ៉ាំអាហារពេលព្រឹកជុំគ្នាខ្ញុំដឹងហើយខ្ញុំអត់ដឹងថាអ្នកធ្វើអីពេញមួយថ្ងៃគ្មានពេលមកហូបបាយជាមួយលោកតាលោកយាយតតែសោះចៅស្រីអ្នកមានផ្ទៃពោះអ្នកគួរតែញ៉ាំឲ្យបានច្រើនអរគុណលោកយាយមនុស្សទាំងពីរនោះសម្លុតចៅស្រីមែនទេឥឡូវលោកយាយបានសុំអ្នកណាម្នាក់បង្រៀនជាមេរៀនពួកគេរួចហើយភូតាងក៏ត្រូវបានលុបចោលផងដែរកុំឲ្យនៅពេលក្រោយមកធ្វើបាបចៅស្រីទៀតអ្វីទៅលោកយាយអ្នកមិនដឹងទេលោកយាយគាត់មានន័យថាកុំឲ្យរឿងអាស្រូវរបស់យើងប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរខ្ញុំធ្វើនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកវាក៏ប្រយោជន៍ដល់កុមារដែរមុនគ្រប់គ្នាដឹងថាចៅស្រីមានផ្ទៃពោះមុនរៀបការយាយដឹងថាគេដាក់ថ្នាំចៅឲ្យរួមដំណេកជាមួយចៅប្រុសយាយព្រោះតែនិយាយចង់បានចៅទួតខ្លាំងពេកទើបបញ្ជាពួកគេបាទខ្ញុំដឹងថាចៅប្រុសច្បងរបស់ខ្ញុំធ្វើមិនបានទេលើកទី1ដែលគេធ្វើបានវាពិតជាល្អប្រសើរណាស់ប៉ុន្តែនេះជារឿងគួរឲ្យអាម៉ាស់ណាស់អ្នកដឹងច្បាស់ថាខ្ញុំអាចធ្វើវាបានឬអត់ចៅប្រុសរបស់ខ្ញុំពិតជាអស្ចារ្យជាលើកដំបូងនៅលើសមរភូមិខ្ញុំមិនដែលឃើញចៅប្រុសរបស់ខ្ញុំធ្វើបែបនេះដាក់ទៅលើនារីណាម្នាក់នោះទេតាចាស់ហូបបាយហើយនៅឲ្យអ្នកណាម្នាក់នាំគាត់ដើរលេងជុំវិញផ្ទះខ្ញុំមិនទាន់ហូបបាយចប់ទេហេយើងមិនទាន់ហូបបាយឆ្អែតនោះទេរងចាំរហូតដល់ទារកកាត់មកខ្ញុំនឹងប្រាប់អ្នករឿងមួយកាលអ្នកនៅក្មេងខ្ញុំបាននិយាយថាផ្ទះនេះជារបស់អ្នកខ្ញុំភ្លេចហើយយាយខ្ញុំជប់ញ៉ាំបាយហើយ
លោកយាយបូរស់នៅបរទេសតាំងពីកុមារភាពអញ្ចឹងប្តីខ្ញុំលោកយាយទៅតែរកឃើញនៅពេលគាត់មានអាយុ20ឆ្នាំវាអាចថាលោកយាយខ្ញុំមានអារម្មណ៍ថាខុសចំពោះគាត់ខ្ញុំមើលទៅដូចជាមិនស្រួលទេគ្រូសាររបូរអាចមានអាថ៌កំបាំងផ្សេងទៀតចៅស្រីសូមសម្រាលកូនដោយសុវត្ថិភាពយាយរបស់នេះថ្លៃណាស់ខ្ញុំមិនអាចមានរបស់នេះទេនេះជាមរតករបស់គ្រួសារបូយើងចៅស្រីឆាប់ទទួលយកទៅថ្ងៃនេះខ្ញុំផ្ដល់ឲ្យអ្នកនៅខ្សែដៃត្បូងពេជ្រនេះខ្ញុំសង្ឃឹមថាអ្នកនឹងទទួលយករបស់នេះខ្ញុំមានផ្ទៃពោះបាន1ខែប៉ុណ្ណោះកុំបារម្ភខ្លាំងពេកលោកស្រីទោះមានផ្ទៃពោះប៉ុន្មានខែក៏ដោយនេះអាចគ្រោះថ្នាក់បំផុតសម្រាប់អ្នកគួរតែស្នាក់នៅក្នុងបន្ទប់របស់អ្នកវិញស្ត្រីពិការភ្នែកតើនាងទទួលបានខ្សែដៃត្បូងរបស់ស្ត្រីចំណាស់ដោយរបៀបណាតើនេះមិនមែនមានតែស្ត្រីពិការភ្នែកនេះទេតែអាចមានវាលោកជំទាវខ្ញុំគេនិយាយថាចាំតតែមនុស្សខ្វាក់ម្នាក់នេះបង្កើតកូនព្រះអង្គម្ចាស់រួចហើយស្ត្រីចំណាស់នឹងប្រគល់តំណែងស្នងមរតកឲ្យម្ចាស់ក្មេងដែលទើបនឹងកើតបិទមាត់អ្នកដែលត្រូវស្នងមរតកគឺជាកូនរបស់ខ្ញុំដោយសារស្ត្រីចំណាស់ស្រឡាញ់ចូលចិត្តកូនប្រុសរបស់ខ្ញុំខ្លាំងណាស់ដូច្នេះខ្ញុំនឹងមិនឲ្យនាងមានកូនឡើយអ្នកទៅបញ្ឆោតនាងទៅហើយនាំនាងទៅឆ្ងាយចាស់អ្នកស្រីដាមួយបងស្រីហ្វូសេងស្ត្រីចំណាស់ចង់ជួបអ្នកប៉ុន្តែលោកស្រីមិនអីទេបងស្រីហ្វូសេងខ្ញុំនឹងមើលថែគាត់ឲ្យបានល្អស្ត្រីចំណាស់សូមអញ្ជើញអ្នកទៅឲ្យបានឆាប់ប្រយ័ត្នស្ត្រីចំណាស់គាត់ខឹងកុំបារម្ភហ្វូសេងខ្ញុំនឹងមិនអីទេអូខេលោកជំទាវសូមនៅទីនេះកុំរត់ទៅណាប្រយ័ត្នកូនក្នុងពោះលោកស្រីខ្ញុំនឹងយកអ្នកទៅទីនោះម៉ាក់នឹងបង្រៀនអ្នកពីរបៀបវាយមនុស្សអាក្រក់កូនប្រុសប្រញាប់ទៅទីនោះឃើញទេអូខេចង់ធ្វើបាបខ្ញុំអ្នកស្រីមានបញ្ហាអ្វីមែនទេមិនមានឧបសគ្គនៅទីនេះទេខ្ញុំមិនដឹងថាអ្នកបង្កើតកូនរបស់អ្នកដោយរបៀបណាទេចាំមើលទៅនាងស្រីពិការភ្នែកឆាប់ទៅជាមួយមីងឥឡូវនេះជឿណាស់ហើយអ្វីអ្នកវាយខ្ញុំបែបនេះតើអ្នកស្រីមិនដឹងទេថាខ្ញុំមានផ្ទៃពោះព្រះអង្គម្ចាស់មិនដែលចូលចិត្តកូនអ្នកទេគាត់តែងតែជូនពរអ្នកឆាប់រលូនកូនប្រហែលប្តីនាងនឹងអរគុណខ្ញុំសម្រាប់ការធ្វើរឿងនេះព្រះអង្គម្ចាស់ស្ត្រីពិការភ្នែកម្នាក់នេះបានប្រើវិធីនេះដើម្បីបោកប្រាស់អ្នកបែបនេះហើយបានជាខ្ញុំជួយអ្នកដោះស្រាយអំពីរឿងអាក្រក់នេះខ្ញុំពិតជាត្រូវអរគុណអ្នកស្ត្រីពិការភ្នែកស្ដេចល្ងីល្ងើណាស់ពិតជាមិនមើលខ្ញុំចង់ស្លាប់ទៅហើយនៅទីនេះទេស្ដេចអើយជួយសង្គ្រោះខ្ញុំផងព្រះអង្គម្ចាស់សូមកុំអត់ទោសឲ្យនាងអីដើម្បីដោះស្រាយជាមួយនាងគឺការវាយប្រហារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រះអង្គម្ចាស់ខ្ញុំពិតជាមិនបានធ្វើឲ្យអ្នកខឹងទេឯងសម្លាប់នាងទៅលោកស្រីមិនគោរពច្បាប់ខ្ញុំធ្វើតាមព្រះអង្គម្ចាស់ប្រាប់ទេឯងចង់ធ្វើអ្វីខ្ញុំមិនស្លាប់ទេតើខ្ញុំបានដេកយល់សប្តិទេប៉ុន្តែហេតុអ្វីបានជាខ្ញុំនៅតែនៅទីនេះជំទាវអើយទីបំផុតអ្នកបានភ្ញាក់ឡើងខ្ញុំសុំទោសលោកជំទាវខ្ញុំមិនគួរចាកចេញពីអ្នកទេបើម្ចាស់ក្មេងមិនទាន់ទៅជួយអ្នកទាន់ពេលដើម្បីជួយសង្គ្រោះអ្នកនឹងទីរោក្នុងពោះបើមិនដូច្នេះទេខ្ញុំនឹងមិនអាចអត់ទោសឲ្យខ្លួនឯងក្នុងជីវិតរបស់ខ្ញុំបានហើយមើលចុះខ្ញុំមិនអីទេឃើញអត់ភ្នែករបស់អ្នកបានជាសះស្បើយហើយមែនទេតាមពិតខ្ញុំមិនបានពីការភ្នែកទេខ្ញុំមានគម្រោងរក្សាវាជាការសម្ងាត់ប៉ុន្តែអ្នកជាមនុស្សសំណាងបំផុតតែខ្ញុំស្គាល់ក្នុងប្រទេសអ្នកពិតជាស្មោះត្រង់ខ្លាំងណាស់អ្នកអាចរក្សាវាជាការសម្ងាត់សម្រាប់ខ្ញុំទេចាស់បានកុំបារម្ភអីនារីវ័យក្មេងខ្ញុំសន្យាថានឹងមិនឲ្យអ្នកណាម្នាក់ដឹងឡើយនៅពេលនេះគ្រោះថ្នាក់ណាស់ខ្ញុំអាចបាត់បង់ជីវិតបានខ្ញុំគួរតែរៀបចំជាមុនសិនហេតុអ្វីអ្នកត្រូវចាកចេញពីលោកម្ចាស់
លោកជំទាវអ្នកពិតជាចូលចិត្តលោកម្ចាស់វ័យក្មេងខ្លាំងណាស់ហើយអ្វីបានជាចង់ចាក់ចេញពីគាត់ព្រោះខ្ញុំស្រឡាញ់គាត់ហេតុនេះហើយបានជាខ្ញុំចាក់ចេញពីគាត់ប៉ុន្តែគាត់មិនស្រឡាញ់ខ្ញុំទេបើខ្ញុំនៅជាមួយគាត់ទៀតខ្ញុំនឹងក្លាយជាបន្ទុករបស់គាត់តែប៉ុណ្ណោះកាលខ្ញុំនៅក្មេងខ្ញុំបានឃើញគំនូរមួយឈ្មោះថារូបភាពបង្ហាញពីកូនទាញ៉ាស់ចេញពីសម្បុករបស់វាតែខ្ញុំចាប់អារម្មណ៍ខ្ញុំគិតថាអ្នកដែលគូនេះច្បាស់ជាមានទេពកោសល្យណាស់វាគួរឲ្យចាប់អារម្មណ៍ណាស់ម៉ាក់និងប៉ាបាននិយាយថារូបភាពនោះក៏ត្រូវបានគូដោយកូនផងដែរវាត្រូវបានគូដោយកូនប្រុសច្បងរបស់ប្រទេសអញ្ចឹងនៅពេលនោះខ្ញុំគិតថាជារៀងរាល់ថ្ងៃអ្នកគិតយ៉ាងណាទៅខ្ញុំចង់រៀបការជាមួយគាត់លោកម្ចាស់ចេញទៅក្រៅប្រាប់ខ្ញុំមើលមិនក៏រៀបការជាមួយខ្ញុំព្រោះតែគូមិនក៏គេខឹងម្លេះតើខ្ញុំបាននិយាយអ្វីខុសប៉ុន្តែខ្ញុំចាំបានថាវាត្រូវបានរៀបរាប់នៅក្នុងប្រឡោមលោកដែរខ្ញុំចូលចិត្តគំនូរនេះកាលពីខ្ញុំនៅក្មេងខ្ញុំគ្រាន់តែគិតថារូបភាពនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ខ្ញុំមិនដែលឃើញទាពងទេនោះមិនមែនជាករណីនោះទេខ្ញុំគ្រាន់តែគិតថារូបភាពនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ព្រះអាទិត្យរះនៅមាត់សមុទ្រអ្វីដែលខ្ញុំបានឮធ្វើការព្រះសម្បកសុទ្ធនៅជ្រុងខាងឆ្នេរនៅឆ្ងាយក្តាមមួយបានផុសចេញពីស្នេហ៍យ៉ាងស្ងៀមស្ងាត់វាគួរតែជាក្តាមតូចវារូបគំនូរទាំងមូលកូនទាដែលបែកចេញពីសម្បករបស់វាគឺជាស្នូលប៉ុន្តែវាសុទ្ធតែជាការចាប់កំណើតសូម្បីតែព្រះអាទិត្យពេលព្រឹកក៏ប្លែកហើយដែលខ្ញុំយល់ថាគួរឲ្យចាប់អារម្មណ៍វ៉ាវតើអ្នកកំពុងឈរនៅពីមុខខ្ញុំមិនពិតទេទោះខ្ញុំខុសក៏មិនចាំបាច់សម្រាប់ខ្ញុំដែរចូលចិត្តមួយឈុតនេះណាស់ជឿមិនជឿសុំទោសផងខ្ញុំមិនបានឃើញវាទេខ្ញុំមិនបានឃើញវាទេតើមានរឿងអ្វីកើតឡើងចំពោះហ្វូសេងអូបុរសចំណាស់បានបាត់ខ្លួននៅក្នុងសួនច្បារខាងក្រោយក្រុមគ្រួសារទាំងមូលបានស្វែងរកគ្រប់ទីកន្លែងប៉ុន្តែរកមិនឃើញបុរសចំណាស់នោះទេគាត់មកពីបរទេសមួយយប់គាត់ខឹងនៅក្នុងបន្ទប់ហើយសុំចៅវាយក្មេងចេញទៅក្រៅហើយក៏បាត់ភ្លាមអាចជាស្ត្រីបូវៀងដែលធ្វើវានេះនាងកាន់តែប្រហើនទៅហើយលោកម្ចាស់ទ្រង់ឡំពណ៌ទេធ្លាអស់ហើយបើអ្នកមិនទៅខ្ញុំខ្លាចណាស់ព្រោះគាត់ទូចង់ជួបខ្ញុំមែនទេគាត់នឹងជួបរបស់ពិតម្ចាស់ក្មេងអ្នកលាក់កំភ្លើងរបស់អ្នកនៅណាតាឯងយកប្រពន្ធនឹងកូនខ្ញុំលាក់ខ្លួននៅឯណានិយាយឲ្យស្រួលបួលបន្តិចចៅស្រីរបស់ខ្ញុំនាងមានផ្ទៃពោះអ្នកមិនអាចធ្វើបាបចៅទួតរបស់ខ្ញុំបានទេអូអ្នកធ្វើតាមនីតិវិធីច្បាប់ទៅតើអ្នកលាក់ប្រពន្ធនឹងកូនប្រុសខ្ញុំនៅឯណានារីពិការភ្នែកនេះការដួលនៅក្នុងសួនវាជារឿងធម្មតាវាមិនមានអ្វីតាក់ទងនឹងប្រពន្ធយើងទេឆាប់យកប្រពន្ធនិងកូនខ្ញុំមកវិញឥឡូវនេះបើប្រពន្ធខ្ញុំស្លាប់ថ្ងៃនេះសាកសពប្រពន្ធរបស់អ្នកក៏មិនអាចរកឃើញបានដែរកុំបន្ទោសខ្ញុំឲ្យសោះម្ចាស់ក្មេងនាងគឺជាម្ដាយរបស់បងប្រុសអ្នកឈប់ធ្វើបែបនេះទៅបញ្ហានេះបានរីករាលដាលពេញប្រទេសតើយកមកគ្រួសារយើងទៅទុកឯណាមិនអីទេខ្ញុំនឹងបញ្ចូលមនុស្សពីរនាក់ទៅជួយរកអ្នកទាំងពីរបាទខ្ញុំប្រាប់អ្នកមុនពេលថ្ងៃលិចត្រូវតែឃើញប្រពន្ធនិងកូនប្រុសខ្ញុំត្រឡប់មកវិញបើមិនដូច្នេះទេអ្នកនឹងមិនទទួលបានមរតកពីគ្រួសារបូទេខ្ញុំនឹងជ្រើសរើសយកម្ដាយខ្ញុំនឹងមិនឲ្យអ្នកណាម្នាក់រកស្រីនោះមកឲ្យអ្នកវិញទេអ្នកមិនអាចចេញពីទីនេះបានទេអ្នកហ៊ានបញ្ឈប់ខ្ញុំទេក្រពះខ្ញុំឈឺខ្ញុំក៏មានអារម្មណ៍វិលមុខដែរសូមជូនដំណើរខ្ញុំទៅមន្ទីរពេទ្យតើអ្នកនឹងទៅជាមួយខ្ញុំទេខ្ញុំមិនចង់នៅម្នាក់ឯងទេបាទខ្ញុំសុំទោសប្រពន្ធខ្ញុំតក់ស្លាប់ដូច្នេះខ្ញុំទៅមុនហើយអ្នកនិយាយអ្វីអ្នកប្រហែលណាស់ទេខ្ញុំមានផ្ទៃពោះមានតែអ្នកខ្លាំងទេដែលសាកសមធ្វើជាកូនខ្ញុំតើអ្នកចង់ឲ្យខ្ញុំគ្មានកូនទេខ្ញុំមិនចង់ធ្វើបែបនេះទេខ្ញុំចង់បានកូនណាស់តើអ្នកគិតថាខ្ញុំល្ងងទេអ្នកមិនចូលចិត្តខ្ញុំមែនទេឆ្លើយមកលោកម្ចាស់អ្នកសំខាន់ណាស់នៅក្នុងចិត្តរបស់ខ្ញុំមិនហ៊ានចាក់ចេញពីអ្នកសូម្បីតែមួយផ្លែតខ្ញុំបាននៅក្បែរអ្នកពិតជាមានភាពសប្បាយរីករាយណាស់អ្នកត្រូវតែជាមនុស្សដែលស័ក្តិសមនឹងខ្ញុំរឿងនេះអ្នកកុំខឹងខ្ញុំអីណាវាមិនអីទេខ្ញុំមិនដែលធ្លាប់គិតថាមួយជីវិតនេះខ្ញុំចាក់ចេញពីអ្នកទេកុំធ្វើកំសត់ពេកអ្នកមិនយល់តតែសោះពេលនេះអ្នកចេញទៅហើយថ្ងៃនឹងក្រែធំនេះគឺជារបស់ខ្ញុំតែម្នាក់ឯងចៅស្រីតើយើងអាចនិយាយគ្នាបានទេថ្ងៃស្អែកចៅស្រីខ្ញុំសង្ឃឹមថាអ្នកជួយចៅប្រុសរបស់ខ្ញុំទទួលបានមកវិញនៅអ្វីគ្រប់យ៉ាងតែជាកម្មសិទ្ធិរបស់គាត់
លោកយាយបានផ្ដល់ឲ្យខ្ញុំនៅខ្សែដៃត្បូងពេជ្រនេះគ្រាន់តែសម្រាប់ប្តីខ្ញុំប្តីរបស់អ្នកនេះគឺជាកូនប្រុសច្បងនិងចៅប្រុសស្របច្បាប់នៅប្រទេសរបស់យើងគាត់ក៏ជាអ្នកស្នងតំណែងតែខ្ញុំចូលចិត្តដែរជាអកុសលនៅពេលដែលគាត់មានអាយុ5ឆ្នាំចៅប្រុសទៅជាមួយម្ដាយរបស់គាត់ភ្លាមនោះមានគ្រោះថ្នាក់ចរាចរណ៍ចៅប្រុសបានបាត់ចៅស្រីតើអ្នកដឹងទេថាជីវិតរបស់គាត់លំបាកប៉ុណ្ណាក្នុងអំឡុងឆ្នាំទាំងនោះពិតណាស់ខ្ញុំស្គាល់ចៅប្រុសទើបតែអាយុ5ឆ្នាំត្រូវបានលក់ឲ្យទៅសាប់ឃាតបន្ទាប់ពី15ឆ្នាំនៃជីវិតនៅលើគែមនៃកាំបិតក្នុងរយៈពេល15ឆ្នាំនេះគាត់បានរស់នៅមួយផ្សេងទៀត15ឆ្នាំនេះត្រូវបានចំណាយពេលនៅក្នុងភាពងឹតប៉ុន្តែនៅពេលដែលគាត់ជួបនឹងពន្លឺគាត់ក៏ស្ថិតក្នុងស្ថានភាពលំបាកចៅស្រីចៅប្រុសមិនមានលទ្ធភាពខ្លាយជាអ្នកស្នងទេឥឡូវនេះគាត់ដូចជាដើរលើផ្លូវដែលគ្មានពន្លឺភ្លើងលោកយាយពិបាកចិត្តណាស់តើចៅស្រីអាចទាញគាត់ចេញពីផ្លូវមួយនេះបានទេដូច្នេះលោកយាយសូមឲ្យអ្នកទាញគាត់ចេញបានទេសូមទោសលោកយាយខ្ញុំធ្វើមិនបានទេខ្ញុំមានអាយុប៉ុណ្ណេះហើយខ្ញុំនឹងមិនវាយតម្លៃមនុស្សខុសទេខ្ញុំជាអ្នកមើលថែកូនម្នាក់នេះឈ្មោះបើវាងពេលធំឡើងគាត់នឹងចាត់ទុកអ្នកជាម្ដាយដ៏ល្អចៅស្រីយាយសូមអង្វរសូមទោសលោកយាយខ្ញុំពិតជាគ្មានសមត្ថភាពនេះទេតើចៅស្រីអាណិតលោកយាយទេបើមិនដូច្នេះទេចៅប្រុសពិតជាមិនអាចស្នងមរតកបានឡើយតើអ្នកអាណិតប្តីរបស់អ្នកទេបេះដូងរបស់អ្នកនៅក្នុងគ្រួសារបូមែនទេសូមទោសលោកយាយខ្ញុំសូមទោសបើវាងខ្ញុំមិនមែនមនុស្សដែលអ្នកចូលចិត្តទេចុះបើយាយជួយអ្នកដើម្បីចាក់ចេញពីចៅប្រុសបន្ទាប់ពីអ្នកធ្វើរឿងនេះរួចរាល់ចៅស្រីខ្ញុំដឹងថាអ្នកពិតជាមិនចង់រៀបការជាមួយគ្រួសារបូទេតារាបណាអ្នកអាចជួយចៅប្រុសបើវាងទទួលបានដំណើរស្នងមរតកខ្ញុំនឹងឲ្យចៅប្រុសបើវាងដោះលែងអ្នកអ្នកចង់ទៅណាចៅស្រីអ្នកគឺជាមនុស្សតែម្នាក់គត់តែអាចទាញគាត់ចេញបានខ្ញុំមិនអាចលាក់បាំងការពិតតែខ្ញុំបានទៅផ្ទះលោកយាយថ្ងៃនេះប្តីខ្ញុំហាក់បីដូចជាគាត់កំពុងគិតអ្វីមួយយាយសូមឲ្យខ្ញុំទៅស្រុកផឹកទឹកតែថ្ងៃនេះខ្ញុំនិយាយច្រើនពីអតីតកាលរបស់អ្នកនិយាយចប់ហើយមែនខ្ញុំមានអារម្មណ៍មិនល្អទេលោកយាយមិនចង់ឲ្យអ្នកដើរទៅផ្លូវខុសទេខ្លាចគេវាយដំខ្ញុំកំពុងហៅអ្នកត្រឡប់មកវិញអូខេអ្វីដែលអ្នកចង់បានតែនឹងជើងគឺដូចជាបេះដូងមែនទេបើប្រៀបធៀបនឹងការសប្បាយរយៈពេលខ្លីនៃការសងសឹកខ្ញុំចង់បំបែកបេះដូងរបស់ពួកគេគ្រាន់តែនិយាយអ្វីដែលអ្នកចង់និយាយអ្នកណានោះចង់សម្លាប់ខ្ញុំបានជន់លើពោះរបស់ខ្ញុំគេមិនចង់ឲ្យកូនយើងកើតមកក្នុងគ្រួសារនេះទេគេចង់បានតំណែងស្នងមរតករបស់គ្រួសាររបូខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើរឿងនេះដោយងាយស្រួលទេខ្ញុំនឹងយករបស់អ្នកមកវិញទាំងអស់បើអ្នកមិនមកជួយខ្ញុំនៅពេលនោះទេកូនយើងអាចនឹងមិនមានសុវត្ថិភាពឡើយហេតុអ្វីបានជាគាត់ហ៊ានរំខានអ្នកចាំដល់កូនយើងកើតមកបើគាត់មិនចង់រស់នោះមិនអីទេបើគាត់ចង់ធ្វើអ្វីខ្ញុំនឹងបើកផ្លូវឲ្យគាត់អ្នកធ្វើជាឪពុករបស់គេហេតុអ្វីបើកផ្លូវឲ្យគេធ្វើបាបកូនខ្លួនឯងអ្នកគិតថាគ្រាន់តែមានកាំភ្លើងអាចការពារកូនបានគឺគ្រាប់កាំភ្លើងបានបាត់ទៅហើយអ្នកមិនអាចការពារកូនរបស់យើងបានទេអ្នកត្រូវតែរកវិធីសាស្ត្រដើម្បីការពារកូនយើងរហូតដល់គាត់ចាស់កាំភ្លើងជាអ្វីពេលប្រើអស់គ្រាប់ក៏បោះចោលទៅហើយអ្នកនិយាយមកដូចមើលឃើញអញ្ចឹងតើអ្នករស់នៅគ្រួសារនេះបានប៉ុន្មានឆ្នាំហើយខ្ញុំមិនមានន័យថាខ្ញុំស្នាក់នៅផ្ទះរបស់គ្រួសារបូជាង2-3ឆ្នាំទេអ្នកត្រូវនៅក្បែរកូនតែម្នាក់គត់ចាប់ពីពេលនេះទៅបើអ្នកមិនអាចការពារគាត់បានគ្រប់ពេលតើខ្ញុំគួរធ្វើយ៉ាងណាអ្នកចង់ចាក់ចេញពីកូនមែនទេខ្ញុំអាចសាកល្បងវាជាមួយអ្នកបានទេគ្រាន់តែគិតថាចំណាយពេលនៅជាមួយអ្នកចាំតតែកូនកើតមកសិនបើអ្នកហ៊ានចាក់ចេញពីខ្ញុំនឹងវាយឲ្យស្លាប់យ៉ាងម៉េចដែរត្រូវតែរស់នៅជាមួយខ្ញុំជារឿងរហូតខ្ញុំដឹងថារឿងនេះមិនអាចសម្រេចបានទេបរាជ័យបាត់នៅថ្ងៃដំបូងផងអាឡូចៅស្រីអ្នកនឹងមិនផ្ដល់ដំណឹងឲ្យលោកយាយវិញទេគ្រួសារយើងរៀបនឹងបរិយាគុំរត់របស់ម្ដាយប្តីអ្នកនៅពេលនោះប្រកាសជាមានការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងពួកគេចៅស្រីធ្វើយ៉ាងម៉េចក៏ដោយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយកុំភ្លេចធ្វើវាអរគុណច្រើនចៅស្រីចាស់លោកយាយដ៏ល្អព្យាយាមម្ដងទៀតគោលដៅគឺនៅខាងមុខអ្នកវានៅទីនេះហើយដើរត្រង់ទៅមុខហេតើនេះជាកន្លែងសម្រាប់មនុស្សពិការភ្នែកដូចអ្នកមកទេចេញពីទីនេះកន្លែងនេះត្រូវបានកក់ទុកនៅយប់នេះខ្ញុំមករកប្តីខ្ញុំឈ្មោះបវាងស្ត្រីរាប់ពាន់អ្នកមករកគាត់រាល់យប់តើអ្នកជាស្ត្រីលេខប៉ុន្មានខ្ញុំជាប្រពន្ធរបស់គាត់ខ្ញុំមានរឿងសំខាន់ដើម្បីពិភាក្សាជាមួយគាត់សូមរាយការណ៍ទៅថ្នាក់លើឯងឆាប់ទៅសួរថ្នាក់លើទៅដាក់មកអស់ដៃទៅលំងសម័យដាក់គ្នាយើងអើយតជាអេ បងប្រុសមានស្រីម្នាក់ឈ្មោះលូស៊ីវលីងរកលោកប្រុសវាងឈ្មោះស្ត្រីនេះហេតុអ្វីស្ដាប់ទៅដូចជាធ្លាប់ស្គាល់វាហាក់ដូចជាម្ចាស់ស្រីថ្មីរបស់វាងដេកលក់ហើយតោះខ្ញុំនឹងទៅជាមួយអ្នកតពួកយើងបន្តផឹកទៅអេអ្នកនាងខ្ញុំមិននឹកស្មានថាលោកវាងស្គាល់មនុស្សដូចជាអ្នកនាងទៅសោះម្ចាស់វាងគាត់ដេកលក់ហើយគ្មានពេលជួបអ្នកទេខ្ញុំត្រូវតែជួបបើវាងថ្ងៃនេះមិនអាចទៅទេខ្ញុំមានផ្ទៃពោះជាមួយគាត់តើអ្នកចង់ស្លាប់នៅអពិធីជប់លៀងផឹកមែនទេអាពីរអ្នកនេះឯងឡប់ហើយបើកផ្លូវអ្នកកំពុងមានផ្ទៃពោះគឺជាកូនរបស់ម្ចាស់វាងមែនទេពិតមែនទេវាងគឺជាប្តីរបស់ខ្ញុំអ្នកមានផ្ទៃពោះទៅហើយនៅតែរួមដំណើរជាមួយវាងទៀតអត់ដឹងថាវាគ្រោះថ្នាក់ទេខ្ញុំដឹងហើយអូស្ត្រីនេះពិតជាមិនធម្មតាទេលោកវាងហេតុអ្វីយកស្ត្រីពីការភ្នែកនេះធ្វើជាប្រពន្ធចាំខ្ញុំផងអ្នកនាង
ចេញពីទីនេះប្រយ័ត្ននាងសម្លាប់អ្នកស្រីខ្ញុំក៏សរសើរអ្នកដូច្នេះខ្ញុំចង់ប្រាប់អ្នកថាអ្នកដឹងពីចរិតរបស់លោកវ៉ាងទេពេលគាត់កំពុងសប្បាយអ្នកកុំរករឿងគាត់បើមិនដូច្នេះទេអ្នកនឹងក្លាយជាអ្នកឈឺចាប់បំផុតខ្ញុំដឹងហើយខ្ញុំនឹងមិនរំខានគាត់ទេខ្ញុំនឹងរងចាំពិធីជប់លៀងផឹករបស់អ្នកបញ្ចប់ប្រហែលជាអ្នកមិនអាចរងចាំគាត់បានទេឥឡូវនេះលោកវ៉ាងគាត់ដេកលក់ហើយគាត់នឹងមិនក្រោកឆាប់ទេខ្ញុំអាចនិយាយជាមួយអ្នកម្ដងទៀតបានទេប្រពន្ធឥឡូវនេះអ្នកក្លាហានហើយមែនទេតើអ្នកអាចគិតឡើងវិញបានទេអ្វីដែលខ្ញុំប្រាប់អ្នកនៅយប់នោះខ្ញុំពិតជាគិតថាអ្នកមិនចូលចិត្តជីវិតបច្ចុប្បន្នរបស់អ្នកទេដោយសារតែអ្នកមិនចូលចិត្តដូច្នេះហេតុអ្វីបានជាមិនផ្លាស់ប្ដូរវាពួកលោកធ្វើផ្លូវសម្រាប់ប្រពន្ធខ្ញុំលោកម្ចាស់វាងចង់បានអ្វីថ្ងៃនេះខ្ញុំនឹងសម្រេចឲ្យហេតុអ្វីបានជាពួកអ្នកមិនប្រញាប់ធ្វើអ្វីដែលម្ចាស់វាងសប្បាយចិត្តលូស៊ីវលីងខ្ញុំនឹងពិចារណាវាប្រសិនបើអ្នកដើរតាមផ្លូវនេះជើងរបស់អ្នកនឹងបាក់ប្រសិនបើអ្នកដើរតាមផ្លូវនេះអ្នកណាធ្វើឲ្យបងវាងខឹងបែបនេះអ្នកសុំនឹងទទួលបានវាទេខ្ញុំមានផ្ទៃពោះអ្នកត្រូវតែដើរអ្នកគ្មានសិទ្ធិក្នុងការនិយាយថាទេបងប្រុសរបស់យើងអនុញ្ញាតឲ្យអ្នកដើរលើផ្លូវទឹកកកនេះគាត់ផ្ដល់ឱកាសឲ្យអ្នកហេតុអ្វីបានជាអ្នកមិនដែលឆ្លងកាត់ផ្លូវទឹកកកនេះតើអ្នកចង់ធ្វើអ្វីកុំធ្វើបាបខ្ញុំអ្នកដោះស្បែកជើងនេះចេញតោះទៅជាមួយខ្ញុំឆាប់ដើរទៅប្រហែលជាបងប្រុសរបស់យើងនឹងនាំអ្នកទៅសន្តាគារតើត្រូវទេគ្នាយើងលែងទៅអ្នកមិនដើរទៅតោះស្រីស្អាតមកលេងទឹកកកជាមួយខ្ញុំទេខ្ញុំនឹងនាំអ្នកទៅផ្ទះប្តីស្លាប់ខ្ញុំហើយពិតមកទៅអ្នករកអ៊ូទេខ្ញុំថើបទេខ្ញុំគ្រាន់តែអត់សូវស្រួលខ្លួនវាមិនមានជាប់ពាក់ព័ន្ធជាមួយអ្នកទេចុះចេញពីទីនេះបើកឡានទៅលោកម្ចាស់ខ្ញុំបានឃើញប្រពន្ធរបស់ចៅស្ដេចហើយគាត់នៅម្នាក់ឯងមែនទេតើស្ដេចក្មេងនៅឯណាខ្ញុំមិនដឹងរឿងទេពួកគេហាក់ដូចជាមានចំនួននឹងគ្នាចំណែកស្ដេចក្មេងវិញបានចេញដំណើរទៅបាត់ហើយស្ត្រីនេះមានសមត្ថភាពអាចធ្វើឲ្យកូនប្រុសរបស់ខ្ញុំលងស្រឡាញ់យើងខ្លាំងត្រឹមតែរយៈពេល1 ខែប៉ុណ្ណោះពិតជាប្រឆាំងនឹងយើងណាស់ហេតុអ្វីបានជាយើងមិនឆ្លៀតឱកាសចាប់សង្សារគាត់ហើយឲ្យគាត់មកយកនាងទៅវិញប្រយ័ត្នផងឯងចាប់នាងទៅបាទតោះទៅលោកម្ចាស់ខ្ញុំបានឃើញស្បែកជើងរបស់អ្នកស្រីនៅតាមផ្លូវអ្នកស្រីអាចត្រូវបានគេចាប់ខ្លួននេះជាអ្នកណាវាមើលទៅដូចជាឡានរបស់ស្ដេចហេបងប្រុសតើមនុស្សបើកឡាននេះចង់ធ្វើអ្វីលោកវាងធ្វើកិច្ចព្រមព្រៀងមួយជាមួយខ្ញុំអ្នកត្រូវផ្ដល់លុយ$1,000,000ហើយខ្ញុំឲ្យស្រីម្នាក់នោះទៅកាន់អ្នកវិញភ្លាមហ៊ានប៉ះខ្ញុំអ្នកចង់បានលុយមែនទេបើអ្នកចង់បានលុយខ្លាំងណាស់ឆ្លងកាត់សាកសពយើងសិនចូលទៅប្រយ័ត្នអ្នកស្រីបញ្ជូននាងទៅមន្ទីរពេទ្យលឿន
ហេតុអ្វីភ្នែករបស់នាងដូចជាចម្លែកអ្នកនាងនេះមិនមែនកើតមកពីការភ្នែកទេគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរកាលពីនៅក្មេងការបង្ហាប់សរសៃប្រសាទនិងការខូចខាតប៉ុន្តែឥឡូវនេះខ្ញុំបានពិនិត្យមើលឃើញថានាងអាចមើលឃើញអ្វីគ្រប់យ៉ាងបានវិញហើយមើលឃើញច្បាស់ដែរទេអ្នកនាងលោកគ្រូពេទ្យមិនក៏ខ្ញុំមើលឃើញអ្នកស្រីរបួសរបស់អ្នកទើបតែកើតឡើងហើយបានជំរុញសរសៃប្រសាទភ្នែករបស់អ្នកដូច្នេះវាជាពរជ័យមួយហេឡូអ្នកស្គាល់ខ្ញុំដែរទេហេតុអ្វីបានជាគាត់នៅទីនេះព្រះអង្គជាព្រះមហាក្សត្រមែនទេភ្នែកខ្វាក់មែនប្តីរបស់អ្នកគឺជាខ្ញុំអ្នកស្អាតណាស់ជីជីងឯងពូកែកាន់កាប់កន្លែងលោកម្ចាស់ខ្ញុំមានរឿងដែលត្រូវធ្វើបន្តិចទៀតនេះខ្ញុំត្រូវត្រឡប់ទៅធ្វើម្ហូបលាងចានតាមបាយអញ្ចឹងខ្ញុំសុំទៅមុនហើយណាឯងកើតអ្វីដូចប្រកាច់អញ្ចឹងបាទអ្នកឃើញបរិះនោះមិនសប្បាយចិត្តម្លេះមិនមែនទេខ្ញុំគ្រាន់តែអស់សំណើចអ្នកច្រណែនគាត់មែនទេលោកគ្រូពេទ្យសម្រាប់សិនទៅបាទខ្ញុំទៅមុនហើយតើបងនៅខាងនឹងអូនទេគឺរឿងនោះតែអូនទេកំភ្លៀងបងនៅកណ្ដាលមុខអ្នករាល់គ្នាខ្ញុំនឹងយករំជាមួយអ្នកនឹងរឿងដែលឲ្យខ្ញុំទៅទទួលការស្នងមរតកពិតទេតើអ្នកសុខចិត្តប្រកួតប្រជែងដើម្បីស្នងតំណែងទេល្អណាស់ប្តីសម្លាញ់តែហេតុអីក៏ស្រាប់តែបដូរចិត្តភ្លាមខ្ញុំបានពិនិត្យអ្នកដែលចាប់ជំរិតអ្នកគឺជាប្អូនប្រុសរបស់ប៉ាខ្ញុំចង់តែបំបាក់ជើងម្ខាងរបស់គាត់មុនពេលដែលគាត់ប្រាប់ថាចង់បានលុយពីខ្ញុំគាត់ចង់ប្រើខ្ញុំដើម្បីបង្ខំអ្នកឲ្យប្រកួតការស្នងតំណែងឲ្យទៅគាត់តែខ្ញុំមិនយល់ព្រមខ្ញុំមិននឹកស្មានថាគាត់យកអ្នកធ្វើជាការគំរាមបែបនេះក្រោយពីហេតុការណ៍នេះកើតឡើងមកខ្ញុំដឹងថាមានតែខ្ញុំទេទើបអាចការពារខ្លួនអ្នកបានអូនគឺជាមនុស្សដែលខ្ញុំចង់ការពារខ្ញុំនឹងនៅជាមួយអ្នកមិនថាមានរឿងអ្វីទេអូខ្ញុំមានគំនិតល្អលោកប្រុសពួកយើងធ្វើអស់ពីសមត្ថភាពហើយយើងមិនដឹងថាស្ដេចស្រាប់តែលេចមុខចេញមកជួយស្ត្រីម្នាក់នោះហើយស្ដេចបាននិយាយថាបើឯងចង់បានផលប្រយោជន៍ពីយើងគាត់ថានឹងក៏គ្រួសារពួកយើងទាំងមូលនៅជាមួយគ្នាលោកប្រុសអ្នកស្រីអ៊ីត្រឡប់មកវិញហើយសៀវអ៊ីត្រឡប់មកវិញមែនទេពិតមែនអីចាស់លោកប្រុសសៀវអ៊ីអ្នកវិលមកវិញហើយចុះអ្នកកើតអ្វីនឹងផ្ដល់ឲ្យខ្ញុំនៅប្រេងក្រឡាតាពេលមួយដបមកអ្នកហិតវាទៅទេអត់ទេខ្ញុំមិនអាចធ្វើបានទេខ្ញុំមិនអាចធ្វើវាបានទេខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំមិនបានធ្វើអ្វីខុសទេឆាប់ចេញទៅកុំចូលមកជិតខ្ញុំខ្លាចណាស់សៀវអ៊ីនេះជាខ្ញុំនេះគឺជាខ្ញុំទេកុំខ្លាចអ្នកស្គាល់ខ្ញុំដែរទេចាស់ខ្ញុំគិតថាខ្ញុំនឹងមិនឃើញអ្នកទៀតទេក្នុងជីវិតនេះខ្ញុំនៅទីនេះហើយកុំខ្លាចទៀតអីអ្នកមិនភ្លេចទម្លាប់ប្រចាំថ្ងៃរបស់អ្នកទេយ៉ាងហោចណាស់អ្នកត្រូវតែការពារខ្លួនខ្ញុំការពារអ្នកតើនៅតែមានអាចកំបាំងខ្លះនៅលើខ្លួនរបស់អ្នកមែនទេពួកគេមិនមែនសត្វឆ្កែទេប៉ុន្តែមនុស្សទាំងនោះសាហាវជាងសត្វឆ្កែទៅទៀតពួកគេបានបោះខ្ញុំចូលទៅក្នុងទីជ្រៅបំផុតហើយមានសត្វពស់គ្រប់កន្លែងហាក់ដូចជាមានឆ្កែព្រុសនៅខាងក្រៅទៀតផងអ្នកដឹងទេថាខ្ញុំខ្លាចសត្វពស់បំផុតប្រសិនបើខ្ញុំមិនបានគិតពីអ្នកនឹងកូនប្រុសទេតើខ្ញុំអាចទ្រាំបានរហូតមកដល់ពេលនេះដោយរបៀបណាឈីងរងអ្នកត្រូវតែសងសឹកឲ្យខ្ញុំម៉េចបូវ៉ាងហ៊ានធ្វើបែបនេះដាក់អ្នកលោកប្រុសលោកម្ចាស់ក្មេងរងរបួសធ្ងន់ខ្លាំងណាស់តើមានអ្វីកើតឡើងហេតុអ្វីគេមានរបួសធ្ងន់ជាងខ្ញុំទៅទៀតខ្ញុំសង្ឃឹមថាគាត់ប្រហែលជាមិនអីទេគាត់ត្រូវបានគេចាប់ជំរិតស្ទើរតែជិតអស់ពាក់កណ្ដាលជីវិតហើយអូព្រះអើយចើអើយមិនក៏មានរបួសយ៉ាងនេះអូហូអ្នកមិនអាចប្រយុទ្ធខ្លាំងបានទេតើមានអ្វីខុសជាមួយអ្នកទាំងពីរហេតុអ្វីបានជាអ្នកវាយគ្នាយ៉ាងនេះលោកតាហើយនឹងយាយបារម្ភចង់ស្លាប់ហើយលែងចោលតែយាយចៅមិនទាន់ស្លាប់ទេម៉ែរបួសប៉ុណ្ណេះគេមិនកើតអីទេកុំបារម្ភខ្លាំងពេកអ្នកមិនដឹងថាសៀវអុយអាចត្រឡប់មកវិញបានដោយសារចៅយើងទេសូមអរគុណដល់ចៅប្រុសយើងបានត្រូវនាងចូលព្រៃតែម្នាក់ឯងស្ទើរតែបាត់បង់ជីវិតអ្នកនិយាយមិនសមសោះច្បាស់ណាស់គឺស្ដេចបូវ៉ាងនេះតែបញ្ជាមនុស្សឲ្យចាប់ខ្ញុំទៅមនុស្សទាំងនោះសុទ្ធតែពាក់របាំងមុខពាក់ម៉ាស់ពស់នេះច្បាស់ណាស់អ្នកនៅពីក្រោយគឺជាចៅប្រុសរបស់អ្នកនេះហើយតើអ្នករស់នៅផ្ទះនេះប៉ុន្មានឆ្នាំហើយនេះគឺជាការពាក់អាវក្រណាត់ពាក់ម៉ាស់ពស់មានន័យថាមនុស្សទាំងនោះគឺជាចោរទៅវិញទេហេតុអ្វីនាងក៏ល្ងងម្លេះតើនាងមានភស្តុតាងដែរទេអ្នករងរបួសធ្ងន់បែបនេះដោយសារតែជួយសង្គ្រោះសៀវអ៊ីមែនទេព្រះបិតាប្តីខ្ញុំមិនបានប្រយុទ្ធដើម្បីសង្គ្រោះគាត់ទេគាត់កំពុងព្យាយាមបង្ហាញភាពគ្មានកំហុសរបស់គាត់អ្នកស្រីសៀវអុយបាត់ខ្លួនគ្រប់គ្នាគិតថារឿងនេះគឺជាប្តីរបស់ខ្ញុំដែលបានធ្វើវាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាគិតដូចម្តេចទេគិតម៉េចគឺគិតថាអ្នកស្ទើរតែមានការរលូតកូនទៅហើយសម្ពុតសុទ្ធតែឈាមហើយអ្នកថែមទាំងនិយាយលយទៀត
ព្រះបតាតាមពិតទៅរឿងនេះខ្ញុំស្ទើរតែរលត់កូននោះគឺអ្នកមីងស៊ីវអុយដែលបានធ្វើរឿងនេះដាក់ខ្ញុំមិនសមហេតុផលអ្វីដែលអ្នកនិយាយហេតុអ្វីបានជាខ្ញុំធ្វើឲ្យអ្នករលូតកូនតើខ្ញុំត្រូវធ្វើបែបនេះដើម្បីអ្វីទៅប្តីខ្ញុំនិងខ្ញុំច្បាស់ជាមិនជឿថាអ្នកមីងស៊ីវអុយគឺជាមនុស្សបែបនេះទេប៉ុន្តែគ្មានអ្នកណាម្នាក់ជឿទេមនុស្សជាច្រើនក្នុងគ្រួសារឪពុកខ្ញុំប្រកាន់ពូជសាសន៍គាត់អាចទ្រាំបានប៉ុន្តែអ្នកប្រកាន់ពូជសាសន៍ប្តីខ្ញុំទោះគាត់រងរបួសប៉ុណ្ណាក៏ដោយវាពិបាកសម្រាប់គាត់ក្នុងការរស់រានមានជីវិតអ្នកកំពុងធ្វើអ្វីដោយសារប្តីខ្ញុំរងទុក្ខខ្លាំងពេកថ្ងៃនេះអ្នកគ្រប់គ្នាក្នុងគ្រួសារគឺនៅទីនេះខ្ញុំចង់សុំឲ្យឪពុកចង់ឲ្យដាក់ឈ្មោះប្តីខ្ញុំជាអ្នកស្នងតំណែងប្រជាជនមានការជ្រើសរើសយកប្តីខ្ញុំច្រើនណាស់អ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីច្បាប់ប្រទេសត្រូវឲ្យតម្លៃលើកូនប្រុសច្បងតែដូចជាគ្មានអ្នកណាចង់ឲ្យប្តីខ្ញុំស្នងតំណែងនេះឡើយរឿងអាក្រក់ដែលបានកើតឡើងអ្នករាល់គ្នាគិតថាប្តីខ្ញុំនេះតែជាអ្នកធ្វើវាហាក់ដូចជាគាត់ត្រូវទទួលខុសត្រូវចំពោះរឿងអាក្រក់ទាំងអស់ដែលកើតឡើងនៅក្នុងប្រទេសតែគ្មានអ្នកណាម្នាក់មានភស្តុតាងច្បាស់លាស់ទេឪពុកអ្នកមានការសង្ស័យទៅលើប្តីរបស់ខ្ញុំអ្នកចង់ប្រកល់វាទៅឲ្យស៊ីវអ៊ីជាងទៅឲ្យប្តីរបស់ខ្ញុំមានតែប្តីរបស់ខ្ញុំប៉ុណ្ណោះដែលស្របច្បាប់គាត់គឺជាកូនច្បងរបស់ប្រទេសយើងអ្នកអាចមានអារម្មណ៍ស្រួលវិញហើយមែនទេខ្ញុំគិតថាពេលវាងមើលទៅមិនដូចកូនប្រុសច្បងទេប៉ុន្តែខ្ញុំមិនដែលនិយាយថាចង់ដកគាត់ចេញពីគ្រួសារនេះទេខ្ញុំបានឲ្យគាត់រៀនពូកែឲ្យគាត់ធ្វើជាមនុស្សល្អហើយនឹងសាកសមធ្វើជាកូនប្រុសច្បងរបស់ប្រទេសយើងហេតុអ្វីបានជាគាត់តែជាធ្វើបែបនេះទៅវិញនេះសំហេតុផលណាស់យើងចង់និយាយប្រាប់អ្នកថាពៅវាងមិនមែនជាក្មេងទៀតទេគាត់ចេះគិតហើយនឹងអាចស្នងតំណែងបានពៅវាងគឺជាកូនប្រុសច្បងនៃគ្រួសាររបូតាមហេតុផលរបស់ខ្ញុំគាត់គួរតែចូលរួមជាមួយសម្ព័ន្ធដើម្បីទទួលបានបទពិសោធន៍ខ្លះមិនថាអាជីវកម្មគ្រួសារធំប៉ុណ្ណាក៏មិនអាចខាតបង់រាប់ពាន់លានដុល្លារដែរអស្ចារ្យណាស់ថ្ងៃនេះបវាងបានជួយសង្គ្រោះនាងស្ទើរតែបាត់បង់ជីវិតហើយហេតុអ្វីនាងល្មើសគុណបែបនេះមិនអីទេអ្នកអាចគ្រប់គ្រងពេញលេញនៃក្រុមហ៊ុនកំសាន្តក្រោមឈ្មោះរបស់ស៊ីវអ៊ីប្រសិនបើអ្នកសម្រេចបានលទ្ធផលក្នុងរយៈពេល2ខែភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននេះជារបស់អ្នកចៅស្រីងើបឡើងមកអ្នកមានផ្ទៃពោះកុំអង្គុយបែបនេះយូរពេកស្ដេចក្មេងនេះមានរបួសខ្លាំងណាស់សូមបញ្ជូនត្រង់ទៅសម្រាប់វិញល្អណាស់យាយស្ទើរតែភ្លេចស៊ីវអុយត្រូវហត់នឿយរឿងជាច្រើនហើយរងទុក្ខច្រើនណាស់ព្រោះតែខ្ញុំបារម្ភពីអ្នកខ្ញុំបានស្នើឲ្យហ្វូសេងរៀបចំម្ហូបខ្លះដើម្បីឲ្យអ្នកញ៉ាំមានកម្លាំងឆាប់យកវាទៅឲ្យឆ្ងាយប្តីសម្លាញ់ចាំថាត្រូវប្រើសាប៊ូនេះដើម្បីសម្អាតខ្លួនរបស់អ្នកនៅពេលងូតទឹកបើមិនដូច្នេះទេក្រែមដែលប្រឡាក់នៅខ្លួនរបស់អ្នកនឹងនៅសហើយប៉ះពាល់ដល់រាងកាយអ្នកបាទតែអូនជាអ្នកលាងឲ្យខ្ញុំមិនទៅបន្ទប់ទឹកមុនខ្ញុំនឹងជូតវាឲ្យអ្នកម្ដងទៀតមិនមែនកន្លែងនឹងទេមិនមែនកន្លែងនឹងទេអូនធ្វើបានល្អជាការពិតណាស់នេះជារូបមន្តរបស់ខ្ញុំបងចុះសម្រងជាមួយមនុស្សប្រភេទណាតើគួរប្រើវិធីណាដើម្បីនៅជាមួយមនុស្សបរិសុទ្ធអ្នកណាមានសីលធម៌ខ្ពស់ហើយមិនធ្វើរឿងដែលអៀនខ្មាស់អ្នកនោះគឺជាមនុស្សល្អបំផុតអូនចង់ឌៀមដាមបងមែនទេគាត់យកពាក្យខ្ញុំនិយាយដាក់ខ្លួនហើយអូនគ្រាន់តែនិយាយគំនិតពិសេសមួយអ្នកអន់ចិត្តមែនទេវាមិនសំខាន់ទេនិយាយនៅពេលណានិយាយទៅប៉ុន្តែកុំនិយាយនៅមុខខ្ញុំឈឺណាស់បើមិនអញ្ចឹងទេវាមិនចេះអស់ទេខ្ញុំមិនខ្វល់ទេធ្វើតិចតិចបានហើយពិបាកគប់ចិត្តណាស់អាតាប៉ានេះអ្នកអាឡៃស៊ីជាមួយមនុស្សប្រុសមែនទេហេតុអ្វីរកតែក្អួតពេលខ្ញុំប៉ះកុំចង់ខ្ពើមខ្ញុំគឺជាបរិសង្ហាដែលគេលើពិភពលោកកុំចង់ក្បត់ខ្ញុំឲ្យសោះចេញទៅក្រៅទៅខ្ញុំនឹងធ្វើម្ហូបឲ្យអ្នកញ៉ាំកើតអ្វីនឹងត្រីដែលទើបតែញាប់ស្រាប់តែផ្ទុះមកវាយប្រហារខ្ញុំមិននិយាយថាគាត់ចង់សម្លាប់អ្នកតែម្ដងទៅត្រីពិតជាងាប់មែនខ្ញុំមិនបានជួតខ្លួនវាឲ្យស្ងួតដូច្នេះពេលខ្ញុំដាក់ចូលជាមួយប្រេងឆាទើបធ្វើឲ្យបាតុភូតកើតឡើងបែបនេះតើគេជាត្រីធ្វើបែបនេះមែនទេខ្ញុំមើលតាមរូបភាពនោះហើយក៏ធ្វើតាម
ហើយអ្វីបានជាពូរបស់ត្រីអ្នកមិនយកវាចេញចាអ្នកត្រូវយកគ្រឿងក្នុងវាចេញមុនពេលចម្អិនត្រីចេញទៅទុកឲ្យខ្ញុំអ្នកធ្វើវាឆ្ងាញ់ទេហើយអ្វីបានជាអ្នកធ្វើមុខអញ្ចឹងខ្ញុំចាំបានថាលោកតាចាស់បាននិយាយថាស្ដេចនេះមិនចូលចិត្តធ្វើម្ហូបទេគ្រាន់តែថាកាលពីខ្ញុំនៅក្មេងខ្ញុំត្រូវធ្វើការងារច្រើននៅក្នុងមួយថ្ងៃការធ្វើម្ហូបគ្រាន់តែជាជំនាញរស់រានមានជីវិតរបស់គាត់ការធ្វើម្ហូបគឺហត់នឿយបើមិនចូលចិត្តកុំធ្វើសប្តាហ៍ថ្ងៃការងារទាំងអស់នេះគឺជាការងារសម្រាប់មនុស្សស្រីដូចជាខ្ញុំប្រសិនបើអ្នកហត់នឿយខ្ញុំជាអ្នកធ្វើវាក៏បានដែរហើយអ្វីបានជាអ្នកអាណិតខ្ញុំមិនចង់បង្ខំអ្នកធ្វើអ្វីដែលអ្នកមិនពេញចិត្តត្រូវហើយដូច្នេះតើអ្នកមានគម្រោងជៀនត្រីអញ្ចឹងនៅពេលក្រោយទៀតទេមិនទាន់សរសើរខ្ញុំទេសាច់ខាងក្រៅស្រួលឆ្ងាញ់សាច់ខាងក្នុងក្រអូបឈ្ងុយឆ្ងាញ់ណាស់អ្នកឲ្យប៉ុន្មានពិន្ទុចាខ្ញុំគិតថាមនុស្សម្នាក់មានគុណសម្បត្តិរៀងខ្លួនខ្ញុំគិតថាការចម្អិនអាហាររបស់អ្នកគឺឆ្ងាញ់រសជាតិឈ្ងុយក្លិនឈ្ងុយទឹកដៃល្អខ្ញុំផ្ដល់ពិន្ទុឲ្យ1000លើ10អ្នកមើលទៅសង្ហាណាស់ពេលអ្នកធ្វើម្ហូបមនុស្សធម្មតាមិនអាចប្រៀបធៀបបានសូមទោសប្តីសម្លាញ់ចានរបស់អ្នកក៏ឆ្ងាញ់ដែរមនុស្សក៏ល្អទៀតកុំសរសើរខ្ញុំជ្រុលពេកកុំចង់បញ្ចោលខ្ញុំអីខ្ញុំមិនបានឆ្លុះវង្វេងនឹងការសរសើររបស់អ្នកទេតែពេលនេះធ្វើអីក៏ខុសដែរពិបាកគប់ចិត្តម្លេះផឹកទឹកឲ្យបានច្រើនពេលយើងញ៉ាំឆ្អែតហើយទើបយើងមានកម្លាំងប្រយុទ្ធតើអ្នកចង់មើលងាយអំពីសមត្ថភាពខ្ញុំមែនទេខ្ញុំមានកម្លាំងយកអ្នកទៅដេកវាយឥឡូវនេះអះហេតើអ្នកចង់ធ្វើអ្វីខ្ញុំនិយាយលេងទេបើវាងនឹងចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនថ្ងៃស្អែកនេះកុំភ្លេចថាអ្នកត្រូវធ្វើអ្វីកុំបារម្ភអីលោកស្រីយើងទាំងអស់គ្នាស្ដាប់អ្នកធន់ណាស់ម៉ាក់កុំលេងទូរស័ព្ទយូរពេកហាត់ក្បាច់គុណផងមុនចូលគេងទៅបង្ហាញនៅមុខឪពុករបស់អ្នកប្រសិនបើវាងពិតជាអាចសម្រេចបានអ្វីមួយម៉ាក់នឹងឈប់ឲ្យឯងលេងហ្គេមហើយការស្នងតំណែងនេះវាគួរតែជាបងប្រុសច្បងខ្ញុំមិនដឹងថាម៉ាក់កំពុងគិតអ្វីទេស្អីកុំចេះតែនិយាយអ្នកបានលេងហ្គេមច្រើនពេកធ្វើឲ្យខួរក្បាលឯងឈួតតើម៉ាក់និងឪពុកមានសម្បត្តិអាពាហ៍ពិពាហ៍ទេតើម៉ាក់គឺជាប្រពន្ធស្របច្បាប់នៅគ្រួសារនេះទេតារាបណាអ្នកខិតខំប្រឹងប្រែងឪពុករបស់អ្នកនឹងរៀបការជាមួយខ្ញុំឆាប់នេះតាំងពីខ្ញុំចូលកាន់កាប់ក្រុមហ៊ុននេះជាអំណោយរាល់ឆ្នាំរបស់ម៉ាក់ចង់យកពាក់កណ្ដាលនៃពាក្យហ៊ុនប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេចាំតតែគាត់បើកក្រុមហ៊ុនដូចនេះសៀងរងនឹងខកចិត្តទាំងស្រុងជាមួយគាត់នៅពេលនោះអ្នកនឹងក្លាយជាអ្នកស្នងតំណែងតែមួយគត់នៃគ្រួសាររបូជាង2ម៉ោងហើយតើយើងត្រូវរងចាំរយៈពេលប៉ុន្មានម៉ោងទៀតអ្នកមិនដឹងរឿងអ្វីទេហើយអ្វីខ្ញុំគួរដឹងទៅតើអ្នកទាំងអស់គ្នាហត់ទេផឹកទឹកបន្តិចទៅអត់ទេខ្ញុំនឹងទៅបន្ទប់ទឹកមួយផ្លែតមកវិញភ្លាមបាទខ្ញុំមិនសូវប្រញាប់ទេលោកម្ចាស់យើងដល់ម៉ោងប្រជុំហើយឡផ្ញើលេខាមកបង្ហាញព័ត៌មានរបស់ម្ចាស់ក្រុមហ៊ុនទាំងអស់របស់ម្ចាស់ក្រុមហ៊ុនទាំងអស់កូនភ្លុះហាងសុងកូនប្រុសស្រីពិតជាសំណាងមែនអរគុណលោកម្ចាស់លោកឆេនភរិយារបស់ខ្ញុំគឺជាសិល្បករដែលចុះហត្ថលេខាដោយក្រុមហ៊ុនលោកទាំងអស់គ្នារស់នៅស្រុកស្រែជនបទខ្ញុំធ្លាប់នៅទីនោះហើយទេសភាពក៏ស្អាតហើយអ្វីបានជាអ្នកទាំងអស់គ្នាមើលទៅអាក្រក់ម្ល៉េះអស់លោកទាំងអស់គ្នានេះគឺជា2ខែបន្ទាប់របស់ក្រុមហ៊ុនគម្រោងទាំងអស់ត្រូវបានអនុវត្តទាំងស្រុងភាពយន្តទូរទស្សន៍និងភាពយន្តកម្មវិធីផ្សេងលោកទាំងអស់គ្នាតាមទស្សនៈអាជីពរបស់អ្នកតាមមួយណាមានសក្តានុពលជាងហើយអ្វីបានជាអ្នកមិននិយាយកុំបារម្ភអីគិតមួយទៅខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាញ៉ាំទឹកបន្តិចទៀតទេអត់ទេលោកស្រីលោកប្រុសនិយាយឲ្យត្រង់ទៅលុយដែលអ្នកទទួលបានពីគម្រោងទាំងនេះគឺជាមធ្យមសំណុំរឿងទាំងនេះមិនបានល្អឥតខ្ចោះទេបន្ទាប់មកខ្ញុំនឹងហៅប៉ូលីសមកដោះស្រាយជាមួយអ្នកចាំខ្ញុំឲ្យប៉ូលីសពិនិត្យមើលអ្នកទាំងអស់គ្នាខ្ញុំនឹងមិនឲ្យរឿងនេះមានបញ្ហាដល់ខ្ញុំទេខ្ញុំសន្យាថានឹងរកលុយឲ្យក្រុមហ៊ុនហាសហាប៉ុន្តែខ្ញុំក៏មានដែរខ្ញុំជឿថាផ្អែកលើកម្លាំងរបស់អ្នកប្រកាសជាអាចរកចំណូលបានទ្វេដងគឺផ្អែកលើអ្នកទាំងអស់គ្នាហើយណាគឺពឹងផ្អែកពួកយើង2ដងគាត់ដាក់ភារកិច្ចនេះមកទៅជាធ្ងន់ពេកហើយតើខ្ញុំអាចរកបាន2ដងដោយរបៀបណាគាត់ចង់សម្លាប់យើងមែនទេខ្ញុំមិនដឹងថាតើគួររកប្រាក់ចំណូលទ្វេដងសម្រាប់អ្នកដូចម្តេចទេលេខាអ្នកចាប់ជូនម្ចាស់ក្រុមហ៊ុនទាំងអស់និងក្រុមគ្រួសាររបស់ពួកគេបង្ហាញរូបថតគ្រួសារមកឲ្យខ្ញុំមិនហ៊ានធ្វើប្រហែសការងាររបស់ខ្ញុំសម្រាប់អ្នកទេចាស់លោកហើយ no អ្នកទាំងពីរខ្ញុំធានាថាការបំពេញភារកិច្ចបាទពួកយើងនឹងធានាការបំពេញភារកិច្ចឲ្យបានល្អក្រុមហ៊ុនដំណើរការលើអ៊ីនធឺណិតដោយគ្មាននីតិសង្គមចាប់ដើមថតរឿងភាគទូរទស្សន៍ប៉ុន្តែអត់មានអនឡាញទេបើវាងអ្នកនៅតែក្មេងសូម្បីតែអ្នកដឹកនាំរឿងក៏មិនសូវល្អមើលដែរហើយមិនចេះធ្វើទីផ្សារទៀតលោកវាងជំរាបសួរបាទនេះគឺជានារីនៃរឿងរបស់យើងជំរាបសួររីករាយដែលបានស្គាល់ខ្ញុំជាអ្នកសម្ដែងដ៏ល្អលោកវាងនឹងពេញចិត្ត
អូអ្នកទាំងអស់គ្នាឈុតដែលយើងកំពុងថតថ្ងៃនេះគឺជាឈុតរដូវរងាកញ្ញាឆេនសម្លៀកបំពាក់នេះមិនសមរម្យទេតើអ្នកចេះដឹងអ្វីពួកយើងស្លៀកសម្លៀកបំពាក់យ៉ាងម៉េចក៏បានដែរទៅឲ្យឆ្ងាយកញ្ញាឆេនសូមទៅឲ្យឆ្ងាយឲ្យលឿនច្រណែនប្រច័ណ្ឌមែនទេអីក៏យ៉ាងនេះមានមនុស្សច្រើនណាស់ដែលចង់ឈានមកក្នុងវិស័យថតរឿងខ្ញុំគ្រាន់តែបារម្ភថាសម្លៀកបំពាក់របស់គាត់មិនសមរម្យលេខាឡប់អ្នកពិតជារឹងមាំណាស់អូខេអីយ៉ាលោកវាងសូមស្វាគមន៍អ្នកអញ្ជើញពិសាមិនក៏ប្រច័ណ្ឌម្លេះមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈតែចង់ល្បីខ្ញុំខ្លាចតែសម្លៀកបំពាក់របស់គាត់គួរឲ្យធ្វើបងទៅណាខ្ញុំឆ្ងល់ថាប្តីរបស់ខ្ញុំទៅណាអ្នកស្រីនេះគឺជារបស់ខ្ញុំប៉ាត់អរគុណស្វាគមន៍ដែលបានស្គាល់លេខាលូអ្នកប្រហែលជាមិនចាំខ្ញុំទេខ្ញុំទៅតែបានសម្ភាសខ្ញុំឈ្មោះឈីងយាងអ្នកអាចខលមកខ្ញុំបានពេលទំនេរខ្ញុំមានប្តីហើយសូមឲ្យខ្ញុំជួយអ្នកសូមទោសអ្នកនាងខ្ញុំជួយជូតវាអូមិនចាំបាច់ទេខ្ញុំមានទម្ងន់គ្រាន់តែជូតវាមិនក៏អ្នកនិយាយពីទម្ងន់ខ្លួនឯងតើបុគ្គលនេះមានគោលបំណងអ្វីតិចគេចង់ធ្វើអ្វីមកលើខ្ញុំទៅនៅម្នាក់ឯងផងអ្នកស្រីនៅឲ្យស្ងៀមកុំធ្វើបែបនេះអារោគចិត្តអត់ទេគាត់ចង់កេងចំណេញពីខ្ញុំគេចង់ប៉ះពាល់ខ្ញុំទេហេតុអ្វីអ្នកនៅទីនេះទេខ្ញុំបានមកទីនេះដើម្បីខកទៅអ្នកប៉ុន្តែគាត់មានបំណងនោះលោកបើវាងវាមិនដូច្នោះទេខ្ញុំមិនបានទាញយកប្រយោជន៍ពីនាងទេដែលជាអ្នកបោះខ្លួនចូលទៅក្នុងដៃរបស់ខ្ញុំទាញឲ្យរបស់ខ្ញុំទៀតខ្ញុំគិតថាគាត់ចាប់អារម្មណ៍ខ្ញុំមិនបានធ្វើទេមិនពិតទេលោកវាងនារីម្នាក់នេះបាននិយាយថាគាត់ចូលចិត្តភាពយន្តរបស់ខ្ញុំថាហ្វេងខ្ញុំគាត់ក៏បានសុំឲ្យខ្ញុំចុះហត្ថលេខាលើដើមទ្រូងគាត់មិនពិតទេជឿខ្ញុំទេអ្នកនៅទីនេះខ្ញុំនឹងធ្វើឲ្យអ្នកមើលគុំប្រធានក្រុមសូមរងចាំមេទៅមិនខកបំណងឡើយបើអ្នកគិតថាវាមានសម្លេងរំខានគ្រាន់តែខ្ទប់ត្រចៀកប៉ុណ្ណោះហាសហាខ្ញុំមិននឹកស្មានថាលោកយាងជាមនុស្សរោគចិត្តនោះទេខ្ញុំបានយកខុសលើអ្នកចុះបើលោកបវាងមិនបានមកជួយអ្នកតន្ទេទោះខ្ញុំលោតចូលទន្លេក៏ខ្ញុំមិនអាចលុបបាត់ដែរវាអាចទៅជាយ៉ាងណាអ្នករាល់គ្នាដឹងថាលោកបវាងប្រព្រឹត្តចំពោះអ្នកយ៉ាងល្អបំផុតនាងពិតជាលួចចូលទៅក្នុងរឿងអាស្រូវរបស់លោកឆេនដែលបានរាយការណ៍នៅថ្ងៃចាក់បញ្ចាំងខ្ញុំគិតថាចំណាត់ថ្នាក់នៃគ្រួសារអ្នកមាននេះនឹងអាក្រក់ប្រសិនបើរឿងអាស្រូវត្រូវបានរាយការណ៍នៅថ្ងៃចាក់បញ្ចាំងនោះវានឹងជាគ្រោះមហន្តរាយឥឡូវនេះតើយើងត្រូវដោះស្រាយដោយរបៀបណាស្ងាត់រូបភាពទាំងនេះគឺคล้ายហេតុអ្វីអ្នកនិយាយថាคล้ายតើអ្នកមានភស្តុតាងទេអ្នកអាចនិយាយបានយ៉ាងណាថាវាคล้ายប្រសិនបើអ្នកមិនមានភស្តុតាងសូមទោសពេលឲ្យខ្ញុំ20នាទីខ្ញុំសន្យាថានឹងប្រាប់អ្នកពីការពិតក្នុងរយៈពេល20នាទីបើវាងនៅក្មេងណាស់ខ្ញុំគិតថាចង់ចូលរួមថតរឿងជាមួយក្រុមហ៊ុនគាត់ប៉ុន្តែគាត់មិនអាចមានសមត្ថភាពផលិតរឿងកើតទេគាត់កើតចេញមកពីអ្នកចិញ្ចឹមសត្វឆ្កែតែប៉ុណ្ណោះតើគាត់យល់ពីវិស័យថតរឿងទេលោកវាងបាននិយាយថាគាត់ចង់កាន់កាប់គម្រោងទាំងអស់តែពួកយើងមានវាពិតជាពិបាកតិចហើយឯងចង់ផ្ដួលរំខ្ញុំវាមិនងាយទេលទ្ធផលគឺគាត់នឹងជួបបញ្ហាជាច្រើនអាណិតណាស់ដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះវាមិនអីទេលើកនេះលោកវាងបានជួបការលំបាកធំលោកសីសៀវអុយនឹងត្រឡប់មកវិញនៅពេលនោះជាថ្ងៃល្អរបស់យើងត្រឡប់មកវិញហើយត្រឹមត្រូវហើយតោះស្វាគមន៍មួយអ្នកអង្គុយនៅទីនេះម្នាក់ឯងយល់យ៉ាងណាដែរអ្នកគឺជាអ្នករួមចំណែកដ៏ធំបំផុតរបស់យើងនៅពេលនេះខ្ញុំជូនអ្នកមួយកែវហាអូនសម្លាញ់ពេលអ្នកទទួលយកការសម្ភាសន៍ឯកជនជាមួយអ្នកយកព័ត៌មានត្រូវចាំថាត្រូវធ្វើគួរឲ្យអាណិតហើយឲ្យគេគិតថាលោកវាងតែងតែបង្ខំអូពិតមែនហើយអ្នកត្រូវការខ្យល់ឲ្យមានស្នាមទុកឲ្យពួកគេយល់ថាចៅវាយយើងមានអំពើហិង្សានៅកន្លែងហ្នឹងចាស់ខ្ញុំសប្បាយចិត្តណាស់ម្ចាស់ក្រុមហ៊ុនទាំងអស់គ្នាកំពុងធ្វើអ្វីអ្នកកំពុងជប់លៀងកម្មវិធីអ្វីអីយ៉ានេះគឺជាលេខាលូមែនទេដៃគូរបស់យើងបានយកស្រាល្អពី3 10មកយើងទើបតែផឹកស្រាជុំគ្នាខ្ញុំបានឮថាអំពីរឿងអាស្រូវរបស់លោកវាងអ្នកទើបតែមកប្រហែលជាមិនទាន់ដឹងទេខ្ញុំនឹងពន្យល់អ្នកអ្វីដែលបានកើតឡើងនៅលើអ៊ីនធឺណិតត្រឹមត្រូវហើយតើអ្នកនឹងលោកវាងធ្វើរឿងនេះដោយរបៀបណាតើអ្នកដឹងទេថាតើវានឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់យើងប៉ុណ្ណាចាស់ខ្ញុំពិតជាចាប់អារម្មណ៍ណាស់ខ្ញុំនឹងមិនរំខានអ្នកទៀតទេឆេនតើនាងអាចជែកជាមួយខ្ញុំបានទេអ្នកមិនអាចទៅលេខាលូយើងកំពុងប្រជុំជាមួយកញ្ញាឆេនតើអ្នកចង់ធ្វើអ្វីថ្ងៃនេះខ្ញុំនៅទីនេះគ្មានអ្នកណាអាចយកនាងទៅឆ្ងាយទេ
តើអ្នកចង់ធ្វើអ្វីតើអ្នកដឹងថាអានេះជាកន្លែងណាទេតើអ្នកជាក្មេងទំនើងមែនទេអ្នកនឹងដឹងវាឆាប់ៗនេះតោះបានហើយទៅមើលការបញ្ចាំងជាមុនសិននាំនាងចេញទៅអ្នកនាងឆេនតែរូបថតនៅលើគ្រែរបស់អ្នកនឹងលុបបាំងគឺជាការពិតទេតើអ្នកនៅជាមួយគ្នានៅពេលណាអ្នកបិទបាំងអំបិលនេះនៅលើដៃរបស់អ្នកតើវាដើម្បីបិទបាំងស្លាកស្នាមមែនទេមិនមានអ្វីទេថ្ងៃនេះជាពិធីមង្គលការរបស់យើងកុំសួរសំណួរតខ្លួនខ្ញុំសួរអ្នកដោយឯកជនរបួសរបស់អ្នកហាក់ដូចជាស្នាដៃរបស់បុរសគ្មានអ្នកណាក្រៅពីលោកបាំងទេគ្មានអ្វីទេខ្ញុំហ៊ានគិតយ៉ាងណាចំពោះរឿងបែបនេះអ្នកទាំងអស់គ្នាសូមអត់ធ្មត់សំណួររបស់អ្នកនឹងត្រូវបានឆ្លើយក្នុងពេលឆាប់នេះចូលយើងស្វាគមន៍យ៉ាងកក់ក្ដៅជាមុនវីរៈនារីវ័យក្មេងឆាប់ចេញមកមានអ្វីកើតឡើងតើមិនមែនជាវីរៈនារីនៃគ្រួសារអ្នកមានត្រកូលសេនទេហេតុអ្វីបានជាអ្នកផ្លាស់ប្ដូរមនុស្សអាតេដែលលេខាលូច្រណែននឹងការបោកប្រាស់របស់លោកបូតើអ្នករកគេបង្ខំឲ្យជំនួសអ្នកស្រីឆេនដែរទេអ្នកជាស្ត្រូវតែមួយគត់របស់ខ្ញុំអ្នកធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្លាំងណាស់ខ្ញុំត្រូវតែតួឯកនៃគ្រួសារអ្នកមានហេតុអ្វីបានជាអ្នកផ្លាស់ប្ដូរខ្ញុំចេញយើងធ្វើបែបនេះមិនខុសទាស់ទេអ្នកមិនអាចធ្វើជាតួឯកស្រីរបស់គ្រួសារអ្នកមានបានទេអ្វីទៅមានអ្វីកើតឡើងកញ្ញាឆេនអ្នកបាននិយាយថាអ្នកគឺជាវីរៈនារីនៃគ្រួសារអ្នកមានតើអ្នកអាចជួយខ្ញុំពិនិត្យមើលព័ត៌មានកិច្ចសន្យាបានទេចាប់តាំងពីសាធារណជនព័ត៌មានត្រូវបានបែកធ្លាយប៉ុន្តែអ្នកនៅតែថតក្នុងរឿងនេះបានធម្មតាអ្នកធ្វើខុសម្ដងហើយម្ដងទៀតបញ្ឈប់ពួកយើងពីការថតនៅកន្លែងកើតហេតុយើងគ្មានជំរឿអ្វីក្រៅពីឲ្យអ្នកទៅថតនៅคลิปផ្សេងសម្រាប់អ្នកការលេងរបស់អ្នកមិនមានជាប់ពាក់ព័ន្ធជាមួយគ្រួសារអ្នកមានទេអ្នកប្រើមួយគ្រាប់ធ្វើឲ្យមីអូនតូចតឹងណែនដូចកាលពីកមុំឡើងវិញប្រើពេលយប់ព្រលឹមឡើងអាចនៅមួយគ្នាបានហើយចង់នៅពេលយប់ក៏បានដែរក៏វានៅតែរក្សាភាពតឹងណែនដដែលប្រើ3គ្រាប់បាត់បញ្ហាធ្លាក់សរមាស់ក្លិននិងបញ្ហារោគស្ត្រីជាច្រើនទៀតស្បូនលូនស្បូនលាន់ស្រុតស្បូនបើសិនជាក្នុងដំណាក់កាលទី1បងប្អូនប្រើត្រឹមតែមួយកំប៉ុងគឺជាហើយអសបុរាណរបស់ខ្ញុំគឺលក់ដាច់ដោយសារគុណភាពដោយបងប្អូនស្រីខមមិនអញ្ចឹងបើមិនល្អទេខ្ញុំធានាដួលលុយជូនទៅដល់បងប្អូនវិញទាំងអស់គ្នាហើយប្រើទៅអត់ប៉ះពាល់ដល់សុខភាពទេបងប្អូនដោយសារវាជាឱសថបុរាណរុក្ខជាតិបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់ខ្ញុំនិយាយហើយអ្នកដឹងពីរូបថតនេះហើយមែនទេតាមពិតទៅកញ្ញាឆេនបានលបួងលោកវាំងទៅលើក្រែដោយខ្លួនឯងលោកស្អីសៀវអីសន្យាថានឹងវិនិយោគលើអ្នកប៉ុន្តែលោកវាំងមិនដែលអនុញ្ញាតឲ្យគាត់ចូលរួមនោះទេតាមមើលទៅកញ្ញាឆេននាងធ្វើបែបនេះគឺដោយសារតែចង់ឲ្យលោកវាំងធ្លាក់ពីកាន់កាប់តំណែងក្រុមហ៊ុនទាំងមូលដើម្បីឲ្យអ្នកស្រីសៀវអ៊ីត្រឡប់មកវិញហើយពេលនោះជាថ្ងៃល្អរបស់ពួកគេប៉ុន្តែអ្នកស្រីជំទាវសៀវអ៊ីនោះគឺជាម្ដាយចុងរបស់លោកវាំងទេមែនហើយនេះជាការប៉ុនប៉ងរបស់លោកស្រីសៀវអ៊ីក្នុងការចង់ធ្វើបាបលោកវាំងហើយក៏ធ្វើរឿងនឹងនេះជារឿងពិតប្រាកដរវាងអ្នកមាននិងអ្នកមានអំណាចអូននេះមិនមែនក្នុងរឿងទេគឺរឿងក្នុងជីវិតពិតចាសសូមទោសអ្នកទាំងអស់គ្នាសូមផ្អាកនិយាយបន្តិចសិនខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថាវាគ្រាន់តែថាលោកស្រីសៀវអ៊ីកំពុងតស៊ូដើម្បីចង់បានសិទ្ធិមរតកអញ្ចឹងអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំទស្សនារឿងរបស់ពួកយើងផលិតឡើងចាប់ពីថ្ងៃនេះទៅរាល់ការចែករំលែកមរតកក្រោមឈ្មោះរបស់អ្នកត្រូវបានទេទៅបវាំងទាំងអស់ប្តីសម្លាញ់កុំធ្វើបែបនឹងអីបង្ហាញអ្វីធ្វើបែបនេះបងប្អូនដែលចង់បានផលិតផលកមុំម្ដងទៀតរបស់ខ្ញុំយកទៅប្រើបងប្អូនទៅទិញតាមតូបតាមផ្សារណាក៏មានលក់ដែរឬក៏ទិញតាមអនឡាញក៏បានដែរដែលមានពណ៌កាឈូកលីខ្មៅបែបនេះហើយក៏រោពណ៌ខ្មៅបែបនេះណាបងប្អូនទៅទិញថ្នាំកមុំកុំភ្លេចជួយទិញសាប៊ូកក់សក់របស់ខ្ញុំផងសាប៊ូកក់សក់របស់ខ្ញុំទើបតែចេញថ្មីគឺលក់ដាច់មែនទែន brand ជាមួយនឹងផលិតផលកមុំម្ដងទៀតមិញហ្នឹងគឺផ្ដោតសំខាន់លើការដោះកូនសក់ថ្មីសាហាវតែម្ដងរឿងរបស់យើងផលិតចេញមកពេលនេះគឺបានទូហើយពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំមិននឹកស្មានដល់សោះគ្រួសាររបស់យើងនឹងមានមោទនភាពខ្លាំងណាស់ការវិតម្លៃនៃការបញ្ចាំងលើកដំបូងគឺត្រឹមតែ 40% ប៉ុន្តែឆ្នាំមុនមានតែ 25% ប៉ុណ្ណោះសប្បាយរឿងអ្វីជាការពិតណាស់ខ្ញុំសប្បាយចិត្តដែលរឿងភាគទូរទស្សន៍របស់យើងគឺទទួលបានជោគជ័យដ៏ធំឪពុករបស់អ្នកបានផ្ដល់ឲ្យអ្នកនូវទ្រព្យសម្បត្តិបន្ថែមទៀតខ្ញុំមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់យើងមិនបានអត់ប្រយោជន៍ទេអ្នកបានធ្វើអ្វីដោយចិត្តនាជាមួយកញ្ញាឆេនអ្នកមិនចាំបាច់មើលវាទេអ្នកប្រកាសហើយមែនទេថាអ្នកមិនបានធ្វើរឿងបែបនេះហើយអ្វីអ្នកមិនសប្បាយចិត្តខ្ញុំបារម្ភពីអ្នកឥឡូវនេះវាច្បាស់ណាស់ថាអ្នកនិងកញ្ញាឆេនមិនមានអ្វីនឹងគ្នាទេប៉ុន្តែរឿងនេះបានធ្វើឲ្យអាពាហ៍ពិពាហ៍របស់យើងបែកធ្លាយជាសាធារណៈអ្នកនឹងមានបញ្ហាជាថ្មីម្ដងទៀតប្រសិនបើអ្នកលែងលះនៅពេលអនាគតវាក៏នឹងប៉ះពាល់ដល់ប្រពន្ធទី2របស់អ្នកដែរវាប៉ះពាល់ដល់សាធារណជនយ៉ាងម៉េចទៅ
អនាគតប្រពន្ធអ្នកនិងគ្រួសាររបស់អ្នកខ្ញុំមិនគិតថាខ្ញុំសំខាន់នោះទេវាជាផ្លូវការពេលក្នុងការប្រកាសភាសាធារណៈឥឡូវនេះមែនទេអរគុណកញ្ញាលូដែលបានគិតពីខ្ញុំហេតុអ្វីបានជាអ្នកមិននិយាយអ្នកពិតជាមិនប៉ះពាល់កញ្ញាឆេងមិនដែរប៉ះទេពេលនេះខ្ញុំគ្រាន់តែចង់គេងជាមួយនាងចាំរួចរាល់ហើយចាំនិយាយរឿងផ្សេងទៀតដកដង្ហើមចូលដកដង្ហើមចេញប្រើកម្លាំងឲ្យខ្លាំងប្រឹងឲ្យខ្លាំងបន្តិចក្បាលទារកចេញមកហើយអ្នកបង្ការកូនដោយរបៀបណាមិនធ្វើឲ្យប្រពន្ធខ្ញុំឈឺលោកប្រុសការសម្រាលកូននឹងឈឺចាប់អបអរសាទរលោកប្រុសលោកស្រីកូនភ្លុះកាត់ចេញមកហើយអ្នកនឹងលែងមានការឈឺចាប់ទៀតហើយប្តីមិនទាន់បានមើលកូនទេអូនស្អាតបែបនេះកូនក៏ស្អាតដែរលោកម្ចាស់ហេតុអ្វីបានជាអ្នកមិនចេញទៅមុនខ្ញុំជួយសម្អាតប្រពន្ធអ្នកសិនមិនបាច់ទេប្តីសម្លាញ់ស្ត្រីដែលទើបសម្រាប់ពិតជាមិនស្អាតទេត្រូវតែសម្អាតសិនឆាប់ចេញសិនទៅដោយសារតែអ្នករៀនមិនស្អាតមិនល្អដោយសារកំហុសរបស់ខ្ញុំកាត់បានកន្លះខែមកហើយហេតុអ្វីបានជាអ្នកមិនអាចធ្វើវាបានយ៉ាងហោចណាស់ត្រូវរងចាំរហូតដល់ខ្ញុំរឹងដៃរឹងជើងសិនខ្ញុំបានស៊ូទ្រាំនឹងរឿងនេះជិត1 ឆ្នាំហើយតាមពិតអ្នកមិនចាំបាច់ស៊ូទ្រាំនឹងរឿងនេះទេទោះជាយ៉ាងណាក៏ដោយយើងមិនទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេបើអ្នកហ៊ាននិយាយបែបនេះទៀតខ្ញុំនឹងធ្វើឥឡូវនេះម៉ែអើយឈឺពោះណាស់ឈឺពោះលោកវ៉ាន់ចេញក្រៅខ្ញុំចង់និយាយរឿងមួយអ្វីទៅប្រពន្ធរបស់អ្នកស្លេកស្លាំងខ្លាំងណាស់ថែមទាំងកើតកូនព្រោះទៀតឈឺធ្ងន់រាងកាយទ្រុឌទ្រោមនិយាយភាសាមនុស្សគឺប្រពន្ធរបស់អ្នកនឹងមិនអាចធ្វើសកម្មភាពប្តីប្រពន្ធធម្មតាបានទៀតទេប្រសិនបើអ្នកបង្ខំរាងកាយនាងក្នុងករណីស្នងមេរោគគឺអាចនឹងមានការស្លាប់គឺខ្ពស់ណាស់អ្នកមិនអាចទៅបន្ទប់ទឹកសាធារណៈឬអាងហែលទឹកបានទៀតទេសូម្បីតែខោក្នុងត្រូវតែលាងសម្រាប់ឲ្យបានហ្មត់ចត់ព្រោះនាងទើបតែសម្រាប់កូនកន្លះខែហើយខ្ញុំពិតជាគិតថាស្ថានភាពរបស់ប្រពន្ធអ្នកតែមិនអាក្រក់នោះទេអូប្រហែលវាជាជំនាញពេទ្យខ្សោយរបស់ខ្ញុំលោកប្រុសអ្នកអាចរកអ្នកដែលមានជំនាញវិទ្យាសាស្ត្រល្អជាងខ្ញុំច្បាស់ជានឹងរកគ្រូពេទ្យម្នាក់ទៀតដោយសារអ្នកមិនអាចព្យាបាលបានកុំពិបាកនឹងដៃទាំងនេះលោកប្រុសអ្នកស្រីកំពុងស្វែងរកអ្នកប្រើមួយគ្រាប់ធ្វើឲ្យមីអូនតូចតឹងណែនដោយកាលពីកមុំឡើងវិញប្រើពេលយប់ព្រលឹមឡើងអាចនៅជាមួយគ្នាបានហើយចង់នៅពេលយប់ក៏បានដែរក៏វានៅតែរក្សាភាពតឹងណែនដដែលប្រើ3គ្រាប់បាត់បញ្ហាធ្លាក់សរមាស់ក្លិននិងបញ្ហារោគស្ត្រីជាច្រើនទៀតស្បូនលូនស្បូនលាន់ស្រុតស្បូនបើសិនជាក្នុងដំណាក់កាលទី1បងប្អូនប្រើត្រឹមតែមួយកំប៉ុងគឺជាហើយអសបុរាណរបស់ខ្ញុំគឺលក់ដាច់ដោយសារគុណភាពដោយបងប្អូនស្រីខមមិនអញ្ចឹងបើមិនល្អទេខ្ញុំធានាដួលលុយជូនទៅដល់បងប្អូនវិញទាំងអស់គ្នាហើយប្រើទៅអត់ប៉ះពាល់ដល់សុខភាពទេបងប្អូនដោយសារវាជាឱសថបុរាណរុក្ខជាតិលោកបវ៉ាងបានដើរមកសួរប្រពន្ធថាស្វែងរកគាត់មែនទេអ្នកស្រីលូបានបែរទៅខាងក្រោយហើយឃើញប្តីរបស់នាងមិនបង្អង់យូរបានប្រើដៃរបស់នាងទៅចាប់ដៃប្តីភ្លាមហើយថែមទាំងនិយាយថាយើងអាចជាសះស្បើយពីជំងឺនៅពេលណាប៉ុន្តែសំណួរចាក់ដោតបែបនេះធ្វើឲ្យលោកវ៉ាងគាត់មានអារម្មណ៍ថាស្មុគស្មាញគិតច្រើននឹងការឆ្លើយទៅកាន់ប្រពន្ធប៉ុន្តែគាត់ព្យាយាមទប់អារម្មណ៍ឲ្យនឹងណោហើយនិយាយទៅកាន់ប្រពន្ធដោយរីករាយថែមទាំងប្រាប់ប្រពន្ធឲ្យមើលថែខ្លួនឯងឲ្យបានល្អទោះអ្នកមានជំងឺធំប៉ុណ្ណាក៏ដោយខ្ញុំនឹងនាំអ្នកចេញទៅព្យាបាលឲ្យតតែជាសះស្បើយពីជំងឺប្រពន្ធគ្រាន់តែលើបែបនេះភ្លាមនាងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែប្តីដឹងថាប្រពន្ធមានជំងឺធ្ងន់ធ្ងរនៅក្នុងចិត្តរបស់គាត់មិនសូវសប្បាយប៉ុន្មាននោះទេគាត់ឃើញប្រពន្ធពិបាកក្នុងការអង្គុយលើតុគាត់ប្រញាប់ប្រញាល់បីប្រពន្ធយ៉ាងរឹងមាំហើយពួកគេទាំងពីរបានគេងនៅលើគ្រែជាមួយគ្នានៅយប់មួយនោះយ៉ាងកក់ក្ដៅប៉ុន្តែប្រពន្ធមិនទាន់គេងលក់ទេនាងគិតក្នុងចិត្តដោយចង់សុំទោសទៅកាន់ប្តីដែលកំពុងគេងលក់ខ្ញុំសុំទោសដែលខ្ញុំកុហកអ្នកពេលព្រឹកឡើងនាងនៅតែពីអ្នកស្ត្រីបម្រើពួកគេនាំគ្នារៀបចំផ្ទះឲ្យបានស្អាតស្ត្រីអ្នកបម្រើបាននិយាយទៅកាន់មេស្រីរបស់ខ្លួនទាំងមានអារម្មណ៍ថាក្រែងចិត្តអ្នកស្រីខ្ញុំមានអារម្មណ៍ថាលោកប្រុសមួយរយៈនេះគាត់ដូចជាប្លែកខ្លាំងណាស់ចា៎ខ្ញុំមិនគិតដូច្នេះទេតើអ្នកមិនមានអារម្មណ៍បែបនេះទេខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំបានឃើញលោកប្រុសថ្មីៗនេះខ្ញុំលើពីគេដែរថាលោកប្រុសចូលក្លឹបជាញឹកញាប់តែប្រពន្ធដឹងថាបើនាងមិនកុហកប្តីថានាងមិនជឿប្តីនាងនឹងបំពេញរាងកាយនាងរាល់យប់ហើយអ្វីបានជាអ្នកស្រីមិនប្រាប់លោកប្រុសថាអ្នកស្រីមិនមែនជឿអ្វីទេបើមិនដូច្នេះទេមិនយូរមិនឆាប់គាត់នឹងត្រូវបានស្រីកំណាន់ទាំងនោះតាក់យកហើយខ្ញុំមិនអាចឆ្លើយនឹងអ្នកបម្រើបានដោយសារតែខ្ញុំពិតជាមើលស្រាអ្នកណាស់តើអ្នកមានមោទនភាពណាស់ឥឡូវនេះទេដែលអាចធ្វើឲ្យកូនប្រុសរបស់ខ្ញុំចាប់អារម្មណ៍នាងយ៉ាងខ្លាំងគេតែងតែដើរលេងផឹកស៊ីចូលក្លឹបគេមិនដែលគិតពីប្រយោជន៍ជាតិនោះទេខ្ញុំមិនបានគិតអីអញ្ចឹងទេដោយសារអ្នកចូលមកគ្រួសារនេះទើបធ្វើឲ្យខ្ញុំមិនហ៊ានឲ្យគាត់គ្រប់គ្រងប្រទេសទេគាត់ស្ដាប់អ្នកច្រើនណាស់ពេលគាត់កាន់អំណាចតើប្រទេសទទួលបានបន្ទុកយ៉ាងណាតើអ្នកយល់អ្វីដែលខ្ញុំនិយាយទេបើខ្ញុំសន្យាថានឹងចាក់ចេញមុនពេលគាត់ចូលកាន់តំណែងតើអ្នកអាចបន្តផ្ដល់ឱកាសឲ្យគាត់បានទេអ្នកនឹងចាក់ចេញពីគ្រួសាររបូបន្ទាប់ពីអ្នកសម្រាលកូនខ្ញុំបានរៀបចំវាជាមួយលោកវិជ្ជបណ្ឌិតរួចហើយកុំបារម្ភខ្ញុំនឹងធ្វើឲ្យបើវាងបាត់បង់ចំណាប់អារម្មណ៍លើអ្នកទូរស័ព្ទត្រូវបានឬសំឡេងអ្នកណាខលមកស្ត្រីអ្នកបម្រើមិនបង្អង់យូរប្រញាប់ប្រញាល់យកទូរស័ព្ទនោះហើយថែមទាំងនិយាយថាអ្នកស្រីគួរតែលើទូរស័ព្ទរបស់លោកប្រុស
តែនាងបានមិនព្រមទទួលលេខទូរស័ព្ទរបស់ប្តីទេបន្ទាប់មកនាងបានមើលកាប់ផ្ញើសារមួយតើគេនិយាយថាអ្នកយល់យ៉ាងណាដែរអ្នកមិនមាននិស្ស័យអាចធ្វើជាបងថ្លៃរបស់ខ្ញុំបានទេរូបរាងអ្នកមិនអាក្រក់ទេអ្នកអាចចាកចេញពីបងប្រុសវាងនៅថ្ងៃនេះអ្នកត្រូវតែទទួលយកការពិតដោយសារជំងឺអ្នកនេះមិនអាចព្យាបាលបានទេវាល្អគ្រប់គ្រាន់ក្នុងការនៅមានជីវិតខ្ញុំដឹងថាអ្នកស្រឡាញ់បងប្រុសវាងអ្នកមិនអាចចាកចេញពីគាត់បានតែស្នេហានេះមិនអាចបន្តបានទៀតទេសំណាងល្អខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយអ្នកអាចកាត់ចិត្តពីគាត់បានអ្នកអាចរកបរិសុទ្ធផ្សេងទៀតធ្វើជាប្តីកុំរស់នៅជាមេម៉ាយនេះជាលៀបឬក៏រឿងអាក្រក់របស់ខ្ញុំមិនក៏អ្នកស្រីពេលនេះកំពុងស្ទាក់ស្ទើររឿងអ្វីនាងបានជួបទឹកភ្នែករួចហើយសាច់ដាក់អ្នកបម្រើបន្ទាប់មកប្រាប់ស្ត្រីនោះថាដល់ពេលដែលខ្ញុំត្រូវចាក់ចេញហើយនាងមិនដឹងធ្វើយ៉ាងណានោះទេបានត្រឹមតែអូវ៉ាលីដាចេញពីផ្ទះរបស់ប្តីដោយសារតែប៉ាក់មេងមិនពេញចិត្តនាងឡើយហើយបែរមើលផ្ទះរបស់ប្តីជាលើកចុងក្រោយធ្វើទឹកមុខក្រៀមក្រំអាណិតប្តីរបស់ខ្លួនហើយក៏ដើរចាក់ចេញទៅទាំងអារម្មណ៍សោកសៅប្តីរបស់ខ្លួនបានខំមកម្ដងទៀតនាងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់លើកលេខទូរស័ព្ទនោះទេបានត្រឹមហូរទឹកភ្នែកហើយក៏ធ្វើដំណើរបន្តទៀតហើយដល់ពេលដែលត្រូវឡើងតាក់ស៊ីចេញដំណើរនាងមិនអស់អាល័យជាមួយនឹងផ្ទះរបស់ប្តីតែធ្លាប់រស់នៅជាមួយនឹងគ្នានាងមើលបន្តិចទៅហើយក៏ដើរចូលឡានផ្លុកកង់ឡានបានរត់ទៅយ៉ាងលឿនពេលនេះលោកវាងបានមកដល់ផ្ទះរបស់ខ្លួនវិញហើយចូលមកបន្ទប់ហើយក៏ឃើញថាមានសម្បត្តិនឹងកង់ដៃមួយហើយមិនបានឃើញប្រពន្ធទេសម្បត្តិនោះគេនិយាយថាបើវាងយើងមិនមាននិស្ស័យជាមួយគ្នាទេជាតិនេះឥឡូវនេះខ្ញុំគួរតែវិលត្រឡប់ទៅផ្លូវរបស់ខ្ញុំវិញហើយតែខ្ញុំមិនអាចឲ្យប្រពន្ធចាក់ចេញពីខ្ញុំបានទេខ្ញុំត្រូវតែទៅយកនាងមកវិញឲ្យបានទូរស័ព្ទបានឮសំឡេងរោមម្ដងទៀតតែនាងដាច់ចិត្តថាមិនត្រូវលើកឡើយតែកង់ឡានមានអារម្មណ៍ថាទូរស័ព្ទដល់សំឡេងនេះជាច្រើនដងពេកធ្វើឲ្យគាត់ទ្រាំមិនបានទៀតនោះទេគាត់បានដាច់ចិត្តថានិយាយប្រាប់នាងអ្នកស្រីអ្នកគួរតែលើកទូរស័ព្ទសិនទៅទូរស័ព្ទនេះរំខានគ្រប់ពេលសុំទោសអាឡូប្រពន្ធតើអ្នកនៅណាបងអូនទៅចោលបងនឹងកូនហើយបងត្រូវតែមើលថែកូនឲ្យបានល្អទៅថ្ងៃមុខខំធ្វើជាបានល្អអូនសួរម្ដងទៀតតើអូននៅឯណាអូនសង្ឃឹមថាបងនឹងរស់នៅជីវិតរបស់បងដោយសេរីនៅថ្ងៃអនាគតមិនចាំបាច់ចុះសម្រុងនឹងអ្នកណាម្នាក់ទៀតទេអ្នកនិយាយមិនសមហេតុផលតើអ្នកកំពុងនិយាយអំពីអ្វីអ្នកគិតយ៉ាងណាបានធ្វើបែបនេះតែភ្លាមនោះកំពុងតែនិយាយទូរស័ព្ទជាមួយគ្នាស្រាប់តែមានឡានមួយគ្រឿងបុកពីខាងក្រោយយ៉ាងមួយទំហឹងតែតាមពិតទៅឡានមួយគ្រឿងនេះគឺជាឡានរបស់លោកវាងនោះទេគាត់បានធ្វើដំណើរយ៉ាងមានកំហឹងបើកទ្វារឡានតាក់ស៊ីនោះយ៉ាងខ្លាំងទាញដៃប្រពន្ធចេញយ៉ាងលឿនហើយបិទទ្វារឡាននោះទៅវិញទៅបន្ទាប់មកគាត់ដឹកដៃប្រពន្ធហើយដើរទៅមុខខណៈពេលនោះគាត់បានបើកទ្វារឡានយ៉ាងឆាប់រហ័សហើយទាញដៃប្រពន្ធឲ្យចូលទៅក្នុងឡានគាត់បានដើរយ៉ាងលឿនសម្ដៅទៅរកទ្វារមួយខាងទៀតហើយចូលទៅក្នុងឡានផ្លុកបន្ទាប់មកគាត់ក៏បានទាញខ្សែរ៉ាវ៉ាត់យ៉ាងរហ័សហើយដាក់ឲ្យប្រពន្ធភ្លាមបន្ទាប់មកគាត់បានសម្រាលខ្លួនហើយចាប់ផ្ដើមសួរទៅកាន់ប្រពន្ធប្រាប់ខ្ញុំពីមូលហេតុដែលអ្នកចង់ចាក់ចេញខ្ញុំឃើញសារដែលប្អូនស្រីរបស់អ្នកផ្ញើមកខ្ញុំមិនដឹងថាអ្នកមាននារីម្នាក់ទៀតឬអត់ទេប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនអាចបំពេញចិត្តអ្នកបានទៀតទេឆាប់បើករថយន្តទៅឆ្ងាយសិនទៅឆាប់និយាយមកបងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាការបំបើកូនដោយទឹកដោះម្ដាយបានបញ្ចប់នៅពេលនេះហើយខ្ញុំមិនបំបើដោះកូនទៀតទេឥឡូវនេះខ្ញុំចង់ប្រាប់អ្នកថាខ្ញុំចង់លេងលេះជាមួយអ្នកអេហេតុអ្វីបានចតឡានកណ្ដាលផ្លូវអ្នកដឹងទេថាមនុស្សតែងតែធ្វើដំណើរឯងចង់ស្លាប់ទេលោកវាងខ្ញុំមិនដឹងថាជាអ្នកទេខ្ញុំសុំទោសឲ្យខ្ញុំសុំទោសខ្ញុំទៅហើយបើកផ្លូវសិនទៅអេអ្នកទើបតែនិយាយអ្វីខ្ញុំមិនឮអ្នកចង់លេងលេះមែនទេខ្ញុំបានហៅវិជ្ជបណ្ឌិតពិសេសម្នាក់ដើម្បីព្យាបាលអ្នកប៉ុន្តែមានមនុស្សតែឆានឲ្យអ្នកចាក់ចេញពីខ្ញុំហើយរត់មកដល់ទីនេះខ្ញុំអាចលើកដៃវាយគាត់ឥឡូវនេះដើម្បីបំបត្តិកំហឹងរបស់អ្នករឿងទី2ជំងឺរបស់អ្នកនឹងមិនសម្លាប់អ្នកទេអាក្រក់បំផុតដែលកើតឡើងគឺខ្ញុំមិនអាចអត់អ្នកបានទេខ្ញុំរស់នៅធ្វើអ្វីទៀតបើមិនមានអ្នកនៅក្នុងជីវិតរបស់ខ្ញុំទី3បើអ្នកមិនអាចរស់នៅជាមួយខ្ញុំទៀតទេខ្ញុំនឹងចុះឡានឲ្យលឿនឥឡូវនេះហើយស្លាប់ជាមួយគ្នាអត់អ្នកមិនខ្វល់នឹងការមានកូនទេខ្ញុំនឹងយកពួកគេទៅជាមួយគ្នាតើគ្មានដំណោះស្រាយផ្សេងទេឬសេចក្តីស្លាប់តើអ្នកមិនបានគិតអំពីរឿងនេះទេខ្ញុំជឿហើយមិនអាចរស់នៅជាមួយអ្នកបានទេអ្នកអាចទៅរកអ្នកផ្សេងបានខ្ញុំមិនត្រូវការឲ្យអ្នកស្រឡាញ់ខ្ញុំទេអ្នកមិនចាំបាច់ស្លាប់ជាមួយខ្ញុំទេឥឡូវនេះសម្រាប់ពួកយើងការលេងលេះគឺជាលទ្ធផលដ៏ល្អបំផុតខ្ញុំមិនចាក់ចេញពីអ្នកទេឥឡូវនេះអ្នកលេងចង់ស្លាប់ហើយមែនទេខ្ញុំចង់ដឹងពីជំងឺរបស់អ្នកអូនអាចប្រាប់បងបានទេអូនអាចទ្រាំបានគឺអូនអាចទ្រាំបានពេញមួយជីវិតកុំភ្លេចណាអូនស្រឡាញ់បងខ្លាំងណាស់បងក៏ស្រឡាញ់អូនដែរ